សូមស្វាគមន៍មកកាន់ពិភពនៃអ្នកលេងក្បាច់គុណក្នុងចាវាលដ៏ធំរវឹងល្វើយដែលពោពេញទៅដោយអាថ៌កំបាំងនិងថាមពលអភិនិហាយុវជនម្នាក់ឈ្មោះលីនដុងបានចាប់ផ្ដើមដំណើរផ្សងព្រេងរបស់គេដើម្បីប្រឆាំងនឹងវាសនានិងស្វែងរកចំណុចកំពូលនៃក្បាច់គុណតើផ្លូវដែលគេត្រូវដើរមានឧបសគ្គអ្វីខ្លះសូមរីករាយស្ដាប់នៅការសង្ខេបប្រឡំលោក Marshall Universe ភាគបន្តពីខ្សែភាពយន្តដងវ៉ាដូចទៅនៅពេលដែលគាត់បានស្គាល់ពីការវាយប្រហារដែលមានអំណាចយ៉ាងខ្លាំងនៃអំណាចយួនដែលកំពុងមកដល់ពីក្រោយគាត់ភ្នែករបស់លីនដុងបានភ្លឺឡើងទោះយ៉ាងណាគាត់មិនបង្ហាញសញ្ញាណនៃការបង្វិលត្រឡប់មកវិញឡើយការវាយប្រហារនៅពីក្រោយគាត់ពិតជាធ្ងន់ធ្ងរដល់ថ្នាក់ដែលវាមានអំណាចលើសលើលីនឡាំងទីអានមូលេងនិងអ្នកដទៃទៀតពិតប្រាកដថាអ្នកដែលវាយប្រហារនោះគឺជាអ្នកអនុវត្តការបង្ហាញកម្រិតកម្ពស់ពីអាណាចក្រស្រាងស្រស់នៅពេលដែលគាត់បានយល់ថាអ្នកណាដែលបានវាយប្រហារការបង្ហាញនៃការវាយប្រហារនៅក្នុងភ្នែករបស់លីនដុងបានកើតឡើងនៅពេលនេះការប្រកាន់ខ្ជាប់ក្នុងចិត្តរបស់គាត់បានដល់ចំណុចដែលកំពុងឈរលើកំពូលមិនត្រឹមតែស្គមបាក់ទាំងនេះពីអាណាចក្រស្រាងស្រស់មានអំណាចខ្លាំងពួកគេក៏វាយប្រហារគាត់និងចាប់យកគ្រីស្តាល់អាថ៌កំបាំងរបស់គាត់ផងដែរសកម្មភាពអាក្រក់របស់ពួកគេគឺពិតជាធ្វើឲ្យគាត់អស់សំណើចដោយផ្អែកលើអត្តសញ្ញាណរបស់លីនដុងប្រសិនបើមាននរណាម្នាក់ចង់ចាប់គ្រីស្តាល់អាថ៌កំបាំងកម្រិតកម្ពស់ពីគាត់ទោះបីជាជនដែលមានកម្រិតអនុវត្តកម្រិតកម្ពស់ក៏ដោយទោះបីជាជនដែលមានកម្រិតនិរន្តរណាក៏ដោយលីនដុងនឹងធ្វើឲ្យគាត់បង់ថ្លៃទោះយ៉ាងណាមុននោះគាត់ត្រូវតែទទួលបានគ្រីស្តាល់អាថ៌កំបាំងរបស់ក្រពើដីនេះមុនហុំគំនិតនេះបានរំកិលនៅក្នុងចិត្តរបស់លីនដុងទោះបីជាកាំភ្លើងឆ្អឹងនៅក្នុងដៃរបស់គាត់មិនបានយឺតយ៉ាវឡើយផ្ទុយទៅវិញវាបានចលនាដោយលឿនយ៉ាងខ្លាំងមុននឹងចាក់ចូលទៅកាន់របួសរបស់ក្រពើដីនោះយ៉ាងខ្លាំងក្មេងតើអ្នកមែនទេសកម្មភាពរបស់លីនដុងត្រូវបានរកឃើញភ្លាមដោយអ្នកដែលបានវាយប្រហារពីក្រោយគាត់ភ្លាមគាត់បានអូសសូដោយកំហឹងអំណាចយួនដ៏ខ្លាំងបានបង្ហូរនៅក្នុងដៃរបស់គាត់មុននឹងគាត់បានចាក់ដៃរបស់គាត់ទៅកាន់ខាងក្រោយរបស់លីនដុងយ៉ាងខ្លាំងពីអំណាចនៃការប៉ះវាបង្ហាញថាគាត់មិនមានគម្រោងនឹងឲ្យលីនដុងរួចរាល់ឡើយហុំនៅពេលដែលគាត់បានស្គាល់ពីខ្យល់ដៃដែលកំពុងកើនឡើងពីក្រោយគាត់ចិត្តរបស់លីនដុងបានចលនាដូចជាអំណាចផ្លូវចិត្តបានហូរចេញពី Palace នៃនីវ៉ាន់ភ្លាមវាបានផ្លាស់ប្ដូរតិចក្បាលធំមួយនៅពីក្រោយគាត់ដោយមានសូររំដោះអំណាចផ្លូវចិត្តដែលបង្ហូរចេញបង្កើតឲ្យសត្វអាថ៌កំបាំងដែលកំពុងលោតមកកាន់គាត់ទាំងអស់ត្រូវបានបំបែកដោយសូររំដោះអំណាចផ្លូវចិត្តនេះភ្លាមមនុស្សម្នាក់បានបង្ហាញខ្លួនយ៉ាងរហ័សនៅពីក្រោយលេនដងគាត់បានស្លៀកពាក់ខោអាវពណ៌បៃតងហើយពិតប្រាកដជាអ្នកអនុវត្ត Manifestation ដែលមានកម្រិតខ្ពស់ពីអាណាចក្រស្ត្រីពន្លឺនៅពេលដែលគាត់បានឃើញថាលេនដងត្រូវបានហ៊ានប្រឆាំងនិងមិនបានយកចិត្តទុកដាក់ចំពោះសំបីតែសូររបស់គាត់ទេមុខរបស់គាត់បានផ្លាស់ប្ដូរទៅជាពណ៌ងឹតក្នុងរយៈពេលនេះគាត់បានគិតថាមិនមាននរណានៅក្នុងតំបន់នេះដែលហ៊ានប្រឈមមុខនឹងអំណាចរបស់គាត់ទេទោះយ៉ាងណាគាត់មិនបានរំពឹងថាលេនដងនឹងមិនយកចិត្តទុកដាក់គាត់ទេនេះគឺជារឿងដែលគាត់មិនអាចទទួលយកបានកំពុងវាតម្លៃខ្លួនឯងខ្លាំងពេកមុខរបស់បុរសពណ៌បៃតងបានផ្លាស់ប្ដូរទៅជាពណ៌ងឹតនៅពេលដែលគាត់បង្វិលដៃរបស់គាត់មហិច្ឆតាដ៏ខ្លាំងមួយបានប៉ះទៅកាន់ក្បាលថាមពលផ្លូវចិត្តដូចជាអាកាសក្រៅជាមួយនឹងការប៉ះមួយដៃគាត់បានបំបែកក្បាលនោះឲ្យខូចខាតទោះយ៉ាងណាទោះបុរសនេះមានអារម្មណ៍ឆ្លៀសវៃខ្លាំងប៉ុណ្ណាគាត់ក៏ពិតប្រាកដជាមានអំណាចខ្លាំងទោះបីជាកម្រិត Manifestation ខ្ពស់គឺត្រឹមតែជាជំហានមួយឡើងពីកម្រិត Manifestation កម្រិតខ្ពស់ក៏ដោយភាពខុសគ្នារវាងពួកវាគឺធំធេងណាស់ប្រាកដណាស់លេនដងមិនបានរំពឹងថាតែថាមពលផ្លូវចិត្តនេះតែប៉ុណ្ណោះអាចបញ្ឈប់បុរសនោះបានទេអ្វីដែលគាត់ត្រូវការគឺការពន្យាពេលឲ្យបុរសនោះសម្រាប់មួយផ្លេតដូច្នេះនៅពេលដែលអ្នកអនុវត្តជើងឯកពីអាណាចក្រស្ត្រីពន្លឺដែលត្រូវបានគេហៅថា Senior Light បានបំបែកក្បាលនោះលេនដងបានប្រើកាំភ្លើងឆ្អឹងក្រពើស្វាយរបស់គាត់ដែលមានព្យុះថាមពលផ្លូវចិត្តហើយបានចូលទៅក្នុងស្នាមឆ្អឹងរបស់ក្រពើអាក្រក់ជេះរំខានដ៏ក្រហមមួយបានរត់ចេញពីចំណុចនៃកាំភ្លើងឆ្អឹងខណៈដែលស្នាមឆ្អឹងបានបំបែកភ្លាមឈាមថ្មីបានបង្ហូរចេញខណៈដែលកាំភ្លើងឆ្អឹងបានចូលទៅក្នុងវាការវាយប្រហារដ៏គ្រោះថ្នាក់នេះបានបង្កឲ្យក្រពើអាក្រក់កើតឡើងនៅការក្រោកស្ទើរនិងរាងកាយធំរបស់វាបានប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងខណៈដែលវាបានឆ្លុះឆ្លៀនពីប្រដាប់របស់វាបង្កើតជាថាមពលរំខានដែលមានអំណាចគ្រប់គ្រងដើម្បីបំបែកអ្នកអនុវត្តកម្រិត Manifestation ពេងភ្នែករបស់លេនដងត្រង់និងត្រជាក់ជាមួយនឹងគំនិតមួយថាមពលផ្លូវចិត្តនៅចំណុចនៃកាំភ្លើងរបស់គាត់បានបង្ហាញខ្លួនហើយភ្លាមបានលុបចោលស្នាមនៃគំនិតនិងជីវិតពីក្រពើអាក្រក់ទោះបីជារូបកាយរបស់សត្វអាក្រក់នេះមានអំណាចខ្លាំងប៉ុណ្ណាវាក៏មិនទាន់បានរៀបចំសត្វអាក្រក់មួយទេដូច្នេះការការពារថាមពលផ្លូវចិត្តរបស់វាគឺគួរឲ្យខ្សោយនៅមុខនឹងថាមពលផ្លូវចិត្តដ៏ខ្លាំងរបស់លេនដងក្រពើអាក្រក់មិនបានបង្ហាញការតស៊ូយ៉ាងច្រើនហើយវាបានស្លាប់ភ្លាមរាងកាយរបស់ក្រពើអាក្រក់បានកាន់តែតឹងហើយអាកាសនៃមរណភាពបានចេញមកយ៉ាងយឺតពេលដែលគាត់ឃើញសត្វក្រពើដីស្លាប់លីនដុងបានចុចឈុតជ្រសពបង្ហូរទៅកាន់ខួរក្បាលរបស់សត្វក្រពើដីយ៉ាងឆាប់រហ័សឈាមថ្មីនិងទឹកខួរក្បាលបានបង្ហូរចេញកម្លាំងទាញបានហោះចេញពីចេកដៃរបស់គាត់ខណៈដែលគ្រាប់គ្រីស្តាល់អាក្រក់ពណ៌ក្រហមទំហំដៃមួយបានបង្ហាញចេញពីឈាមថ្មីហើយចុះនៅក្នុងចេកដៃរបស់គាត់ប៉ុណ្ណោះពេលដែលគ្រឿងក្រពើអាក្រក់ចុះមកក្នុងដៃរបស់គាត់លីនដុងបានមានអារម្មណ៍ថាមានអារម្មណ៍ក្តៅក្រៅបន្តផ្ទាល់ពីក្នុងចេកដៃរបស់គាត់នៅពេលដូចគ្នាធ្វើឲ្យមានលំហូរថាមពលនិរន្តរដ៏ខ្លាំងមួយចេញពីក្នុងបើប្រៀបធៀបជាមួយគ្រឿងក្រពើអាក្រក់ធម្មតាវាមានអំណាចខ្លាំងជាង10 ដងពេលដែលគ្រឿងក្រពើអាក្រក់បានឈានដល់ចេកដៃរបស់គាត់ការជិះជើងរបស់លីនដុងបានចុចលើផ្សឹកក្រពើដីហើយរាងកាយរបស់គាត់បានហោះឡើងគាត់បានមើលទៅកាន់បុរសដែលស្លៀកពណ៌បៃតងនៅពីក្រោយគាត់ដោយមានអារម្មណ៍ត្រជាក់និងពោពេញដោយសារធាតុពុលខណៈដែលគំនិតសម្លាប់បានហូរនៅក្នុងបេះដូងរបស់គាត់ហូ
ពេលដែលសពសត្វក្រពើដីបានចុះដល់ដីក្រុមសត្វអាក្រក់បានសម្របសម្រួលដូចជាបាត់បង់មេពួកវាបានហូរទៅមើលមេឃមុននឹងត្រឡប់ទៅយ៉ាងឆាប់រហ័សដូចជាអំបិលចុះក្នុងរយៈពេល10វិនាទីធ្វើឲ្យមានលំហូរពណ៌ក្រហមដែលពោពេញដោយសត្វអាក្រក់បានបាត់បង់ទៅក្នុងយប់នៅលើជញ្ជាំងទីក្រុងបន្ទាប់ពីបានជួបប្រទះនឹងការប្រយុទ្ធដ៏គួរឲ្យខ្លាចនិងធំធេងពេលដែលមនុស្សបានមើលឃើញលំហូរសត្វអាក្រក់ត្រឡប់ពួកគេបានដកដង្ហើមយ៉ាងស្រាលទូយ៉ាងណាការយកចិត្តទុកដាក់របស់ពួកគេបានបដូរទៅកាន់បុរស2នាក់ដែលកំពុងប្រឈមមុខគ្នានៅកណ្ដាលអាកាសក្រៅទីក្រុងនេះគឺជាលីសេងពីអាណាចក្រស្រាងស្រស់វាហាក់ដូចជាគាត់មានគម្រោងចង់យកគ្រឿងក្រពើអាក្រក់ដែលមានអំណាចខ្ពស់ក្មេងនោះពីអាណាចក្រធំយ៉ាងពិតជាមិនសំណាងលីសេងគ្រាន់តែជាដំណាក់មួយចំហៀងពីដំណាក់និរន្តរាទោះបីជាក្មេងនោះបានសម្លាប់សត្វអាក្រក់ដែលមានអំណាចខ្ពស់មុននេះវាក៏ជាសត្វអាក្រក់មិនមែនជាមនុស្សទេអាណាចក្រស្រាងស្រស់គឺពិតជាធំធេងពេកបន្ទាប់ពីមាននរណាម្នាក់បានសម្លាប់សត្វអាក្រក់ដែលមានអំណាចខ្ពស់គាត់ក៏ចង់យកគ្រឿងក្រពើអាក្រក់ស្ងាត់អ្នកណាដែលចោទប្រកាន់អាណាចក្រស្រាងស្រស់នៅកន្លែងនេះអ្នកចាំអ្វីដែលបានកើតឡើងជាមួយមនុស្សដែលបានប៉ះពាល់ពួកគេអូហូពួកគេគឺជាអ្នកអាក្រក់នេះនៅលើជញ្ជាំងទីក្រុងពេលដែលមនុស្សបានមើលទៅកាន់ឈុតនៅកណ្ដាលអាកាសមានសូរ៉ូមួយបានកើតឡើងនៅមួយកន្លែងនៃជញ្ជាំងទីក្រុងម៉ូលីងឌូយូនិងម៉ាន់សានបានផ្លាស់ប្ដូរអារម្មណ៍ពេលដែលពួកគេបានឃើញឈុតនេះយ៉ាងឆាប់រហ័សការកំហឹងបានលេចឡើងលើមុខរបស់ពួកគេសមាជិកអាណាចក្រស្រាងស្រស់នោះពិតជាធំធេងពេកនៅកណ្ដាលអាកាសបុរសដែលស្លៀកពណ៌បៃតងដែលមានឈ្មោះលីសេងបានស្លៀកមុខត្រជាក់ពេលដែលគាត់បានមើលទៅលីនដុងគាត់បានពន្យាជែកដៃរបស់គាត់យ៉ាងយឺតហើយបាននិយាយដោយសម្រួលគប់ប្រគល់គ្រឿងក្រពើអាក្រក់ឈុតឆ្លាតនិងសិល្បៈសម Marshall ខ្ញុំនឹងធានាថាសុវត្ថិភាពរបស់អ្នកនៅក្នុងទីក្រុងបុរាណពេលដែលគាត់បានឮពាក្យទាំងនេះមានការសើចមិនអាចគ្រប់គ្រងបានលេចឡើងលើមុខរបស់លីនដុងមិនត្រឹមតែបុរសនោះចង់បានគ្រឿងក្រពើអាក្រក់របស់គាត់ទេគាត់ក៏ចង់បានឈុតឆ្លាតរបស់គាត់និងចម្រៅដៃក្រពើអាក្រក់ផងដែរលីនដុងបានមើលទៅលីសេងបន្ទាប់ពីមួយរយៈគាត់បានពន្យាជែកដៃរបស់គាត់យ៉ាងយឺតគ្រឿងក្រពើអាក្រក់ពណ៌ក្រហមបានស្ងៀមស្ងាត់នៅលើជែកដៃរបស់គាត់ខណៈដែលថាមពលនិរន្តរាដ៏សម្បូរបែបបានចេញមកធ្វើឲ្យការចង់បាននៅក្នុងភ្នែករបស់លីសេងកាន់តែខ្លាំងឡើងអូហូអ្នកគឺជាអ្នកឆ្លាតសកម្មភាពរបស់លីនដុងបានធ្វើឲ្យលីសេងពេញចិត្តយ៉ាងច្បាស់ទូយ៉ាងណានៅពេលដែលគាត់កំពុងត្រៀមយកគ្រឿងក្រពើអាក្រក់មានមុខសាច់មួយបានលេចឡើងលើមុខរបស់លីនដុងយ៉ាងឆាប់រហ័សគាត់បានបិទដៃរបស់គាត់បំផ្លាញគ្រឿងក្រពើអាក្រក់ដោយផ្ទាល់ខណៈដែលកម្លាំងបរិច្ឆេទបានហូរចេញនិងបរិច្ឆេទទាំងអស់បានចូលទៅក្នុងរាងកាយរបស់គាត់អ្នកគិតថាអ្នកជាអ្នកណាធានាសុវត្ថិភាពរបស់ខ្ញុំក្នុងទីក្រុងបុរាណដោយផ្អែកលើកម្លាំងបច្ចុប្បន្នរបស់អ្នកមិនអាចសង្គ្រោះខ្លួនឯងបានទេប៉ុន្តែអ្នកនៅតែចង់សង្គ្រោះអ្នកដទៃបន្ទាប់ពីលីនដុងបានបរិច្ឆេទគ្រឿងក្រពើអាក្រក់គាត់បានសើចនឹងនិយាយឈុតនេះគឺឆាប់រហ័សពេកដល់លីសេងមិនមានពេលវេលាដើម្បីឆ្លើយតបដូច្នេះគាត់បានស្ទាក់ស្ទើរនៅមួយរយៈហើយគាត់តែត្រឡប់មកវិញពេលដែលបានឮពាក្យសើចរបស់លីនដុងយ៉ាងឆាប់រហ័សមុខស្រស់ស្អាតរបស់គាត់បានមើលទៅដូចជាឈាមជ្រូកខណៈដែលការកំហឹងមិនអាចលាក់បាំងបានហូរនៅក្នុងភ្នែករបស់គាត់ពិតប្រាកដថាគាត់មិនដែលរំពឹងថាលីនដុងនឹងលេងល្បែងជាមួយគាត់នៅលើជញ្ជាំងទីក្រុងមនុស្សគ្រប់គ្នាបានស្ងាត់ពេលដែលពួកគេបានឃើញឈុតនេះទោះបីជាមនុស្សជាច្រើនមានអារម្មណ៍ខឹងខ្លាំងចំពោះសកម្មភាពរបស់លីសេងគេមិនមាននរណាដែលធ្វើដូចលីនដុងនឹងចេញមុខប្រឈមមុខគាត់នៅក្នុងសាធារណៈទេបន្ទាប់ពីគ្រប់គ្នាគាត់គឺជាមនុស្សដែលមានអំណាចខ្លាំងបំផុតនៅជុំវិញល្អអ្នកជាមនុស្សក្រីក្រនេះដលននេះទោះបីអ្នកកាន់តែចុះនឹងផ្ដល់ឲ្យខ្ញុំជំនួយនឹងសិល្បៈខ្ញុំនឹងធ្វើឲ្យអ្នកសុំស្លាប់លីសេងបានខឹងខ្លាំងដល់ថ្នាក់ដែលរាងកាយរបស់គាត់បានចាប់ផ្ដើមឈឺគាត់បានមើលទៅលីនដុងដោយមានអារម្មណ៍ខឹងសំឡេងរបស់គាត់ពោពេញដោយគំនិតសម្លាប់ដែលមិនអាចលាក់បាំងបានមានពន្លឺត្រជាក់ហូរនៅក្នុងភ្នែករបស់លីនដុងគាត់បានយ៉ាងឆាប់រហ័សមួយជំហានមុខខណៈដែលថាមពលយួនបានហូរចេញពីរាងកាយរបស់គាត់យ៉ាងឆាប់រហ័សពេលដែលថាមពលយួនបានហូរចេញអារម្មណ៍របស់គាត់បានកើនឡើងយ៉ាងស្ថិតស្ថេររហូតដល់គាត់បានបំបែកឧបសគ្គចុងក្រោយនិងឈានដល់ដំណាក់កាលនិរន្តរាដែលខ្ពស់បន្ទាប់ពីបានរៀបចំរយៈពេលនេះបូកជាមួយថាមពលនិរន្តរាដែលនៅក្នុងគ្រឿងក្រពើអាក្រក់មុននេះលីនដុងបច្ចុប្បន្នបានផុតពីដំណាក់កាលនិរន្តរាដែលខ្ពស់យ៉ាងផ្លូវការហើយកម្លាំងរបស់គាត់បានកើនឡើងម្ដងទៀតអូរ៉ារបស់លីនដុងបានហូរយ៉ាងខ្លាំងជុំវិញរាងកាយរបស់គាត់ខណៈដែលសម្លេងរំខានដោយសូរ៉ូរបស់គាត់បានរំញោចឆ្លងកាត់មេឃដូចជាថ្មអាណាចក្របន្លែសេនឡាយរបស់អ្នកបានបង្ខំឲ្យយើងធ្វើតាមក្នុងរយៈពេលនេះតើអ្នកពិតជាចង់ជឿថាអ្នកជាអ្នកគ្រប់គ្រងនៅតំបន់នេះមែនទេក្នុងករណីនេះខ្ញុំនឹងធ្វើឲ្យអ្នកភ្ញាក់ឡើងពីភាពពិតថ្ងៃនេះអ្នកមានអំណាចតិចតួចនេះតើអ្នកហៅខ្លួនឯងថាជាអ្នកគ្រប់គ្រងមែនទេអ្នកកំពុងសុបិននៅលើជញ្ជាំងទីក្រុងមនុស្សជាច្រើនបានភ្ញាក់ផ្អើលពេលបានស្ដាប់សូរ៉ូរបស់លីនដុងបន្ទាប់ពីពាក្យទាំងនេះបានចេញមកមិនមានវិធីណាមួយទៀតសម្រាប់ដោះស្រាយបញ្ហានេះដោយសន្តិភាពទេនៅក្នុងអាកាសខាងក្រៅជញ្ជាំងទីក្រុងលីសេងបានមើលលីនដុងដោយការមើលយ៉ាងតឹងរ៉ឹងការក្រឡាប់ក្នុងចិត្តរបស់គាត់បានធ្វើឲ្យមុខរបស់គាត់មានការបង្វិលបន្តិចហើយគាត់មើលទៅដូចជាមានភាពអាក្រក់យ៉ាងខ្លាំងលីនដុងបានបង្ខំឲ្យគាត់អៀននៅមុខមនុស្សច្រើនដូច្នេះនេះគឺជារឿងដែលគាត់មិនអាចអត់ឲ្យបានដោយសារតែអំណាចនិងភាពកក់ក្ដៅរបស់គាត់វាហាក់ដូចជាខ្ញុំអាចបានធ្វើឲ្យមានភាពទន់ភ្លន់ពេកក្នុងវិធីសាស្ត្ររបស់ខ្ញុំដូច្នេះដល់កម្រិតដែលលោកខ្វក់ពីអាណាចក្រតូចមួយមកមើលខ្ញុំសម្លេងអាក្រក់របស់លីសេងពោពេញដោយការក្រឡាប់និងគំនិតសម្លាប់តើអ្នកពិតជាគិតថាដោយការប្រែប្រួលទៅកម្រិតបង្ហាញកម្រិតខ្ពស់អ្នកអាចខ្ញុំអ្នកមិនដឹងថាមនុស្សបង្ហាញកម្រិតខ្ពស់ប៉ុន្មានបានស្លាប់នៅក្នុងដៃរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកគេ
នៅពេលនេះអ្នកឯកទេសនៃអាណាចក្រសង្ឃឹមព្រះដែលកំពុងឈរលើជញ្ជាំងទីក្រុងក៏បានខឹងដោយពាក្យរបស់លីនដុងផងដែរយ៉ាងឆាប់រហ័សភ្នែកទាំងអស់របស់ពួកគេបានលើកឡើងដោយគំនិតសម្លាប់ពួកគេបានហោះចុះនិងបង្កើតជុំលើលីនដុងហើយបិទផ្លូវរត់របស់គាត់ទាំងអស់វាហាក់ដូចជាពួកគេមិននឹងអនុញ្ញាតឲ្យលីនដុងរត់ចេញពីទីនេះនៅថ្ងៃនេះទេនៅពេលមូលីងឌូយុននិងម៉ានសានបានឃើញនេះមុខរបស់ពួកគេបានផ្លាស់ប្ដូរយ៉ាងខ្លាំងពួកគេបានមើលគ្នានិងចាប់ដៃរបស់ពួកគេបន្ទាប់មកពួកគេបានហោះចេញនិងបង្ហាញខ្លួននៅក្បែរលីនដុងខណៈពួកគេមើលទៅអ្នកឯកទេសនៃអាណាចក្រសង្ឃឹមព្រះដោយការប្រុងប្រយ័ត្នមូលីងវាហាក់ដូចជាអ្នកចង់នាំមនុស្សទាំងអស់នៃអាណាចក្រធំយ៉ាន់ទៅស្លាប់សៀហួងបានញឹមយ៉ាងតឹងរឹងពេលដែលគាត់បានឃើញសកម្មភាពរបស់មូលីងនិងមិត្តរបស់គាត់ដូច្នេះពួកគេគឺជាពួកមនុស្សពីអាណាចក្រធំយ៉ាន់យើងមកសម្រាប់ពួកគេទាំងអស់មិនដូច្នេះទេវានឹងមានការលំបាកប្រសិនបើមានមនុស្សពីពួកគេបង្ហាញខ្លួនឡើងវិញនៅពេលអនាគតគឺលីសេងបាននិយាយពេលដែលគាត់មើលទៅមូលីងនិងមិត្តរបស់គាត់ដោយការមើលយ៉ាងតឹងរឹងខ្ញុំមិនតាក់ទងជាមួយពួកគេឡើយលីនដុងនិងខ្ញុំគឺជាអ្នកស្ត្រូវគ្នាដូច្នេះប្រសិនបើអ្នកប្រុសនៃអាណាចក្រសង្ឃឹមព្រះអាចសម្លាប់គាត់សម្រាប់ខ្ញុំនឹងអរគុណយ៉ាងខ្លាំងលីនឡាងទីអានបានញឹមយ៉ាងអាក្រក់ពេលដែលគាត់បានមើលពួកគេពីជញ្ជាំងទីក្រុងលីនឡាងទីអាននៅពេលដែលបានស្ដាប់ពាក្យទាំងនេះមូលីងនិងមិត្តរបស់គាត់បានខឹងបរោះនោះកំពុងស្វែងរកការស្លាប់របស់ខ្លួនហើយគាត់សំស្របនឹងរឿងនេះខ្ញុំសូមណែនាំអ្នកទាំងអស់ឲ្យចាក់ចេញពីគាត់ឲ្យឆាប់តាមដែលអាចធ្វើទៅបានមុនឬក្រោយមនុស្សអីដូចគាត់នឹងធ្វើឲ្យអ្នកទាំងអស់គ្នាធ្វើឲ្យមានការលំបាកលីនឡាងទីអានបានញឹមគាត់មិនអាចរងចាំឃើញលីនដុងត្រូវបានសម្លាប់ដោយលីសេងនិងមិត្តរបស់គាត់ទេដោយសារតែធម្មជាតិរបស់គាត់តើគាត់អាចមិនចាប់ផ្ដើមលីនដុងនៅពេលដែលគាត់កំពុងមានបញ្ហានៅពេលនេះទេអ្នកគឺជាមនុស្សដែលមានយុទ្ធសាស្ត្រយ៉ាងច្បាស់គឺលីសេងបានមើលទៅលីនឡាងទីអាននិងញឹមយ៉ាងសាមញ្ញបន្ទាប់មកគាត់បានបង្វិលទៅមើលមូលីងនិងមិត្តរបស់គាត់ហើយនិយាយថាអាណាចក្រសង្ឃឹមព្រះមិនដែលប្រើកម្លាំងរបស់ខ្លួនដើម្បីបំពានអ្នកដទៃទេដោយសារតែអ្នកទាំងអស់ចាក់ចេញឥឡូវនេះខ្ញុំអាចចាត់ទុកថាអ្វីមិនបានកើតឡើងបរិះនេះនឹងត្រូវបង់ថ្លៃសម្រាប់ការមិនគោរពរបស់គាត់នៅថ្ងៃនេះកិត្តិយសនៃអាណាចក្រសង្ឃឹមព្រះមិនអាចទទួលយកការប៉ះពាល់ណាមួយទេនៅពេលដែលបានស្ដាប់ពាក្យទាំងនេះមូលីងនិងអ្នកផ្សេងទៀតបានមើលគ្នានិងញឹមយ៉ាងស្ដាយខណៈពួកគេកំពុងកម្រងក្បាលដោយសារមូលហេតុខ្លះពួកគេមានការជឿជាក់មិនអាចបំភ្លេចបានចំពោះលីនដុងទោះបីពួកគេដឹងថាពួកគេកំពុងប្រឈមមុខនឹងអ្នកឯកទេសនៃអាណាចក្រសង្ឃឹមព្រះពួកគេមិនមានអារម្មណ៍អស់សង្ឃឹមឡើយទោះយ៉ាងណានៅពេលដែលពួកគេបានសម្រេចចិត្តឈរនៅជាមួយលីនដុងគាត់បានបើកមាត់របស់គាត់យ៉ាងច្រាស់និងនិយាយថាបងប្អូនមូលីងអ្នកទាំងអស់គេត្រូវតែត្រឡប់ទៅមុនខ្ញុំអាចដោះស្រាយស្ថានភាពនេះបាននៅពេលដែលបានស្ដាប់ពាក្យទាំងនេះមូលីងនិងអ្នកផ្សេងទៀតបានភ្ញាក់ផ្អើលពួកគេបានបង្វិលទៅមើលលីនដុងដែលកំពុងញឹមខណៈពួកគេមានភ្នែកពោពេញដោយការសង្ស័យជ្រាលជ្រៅពួកគេមិនបានសង្ស័យពីសមត្ថភាពរបស់លីនដុងទេប៉ុន្តែលីសេងពិតជាអ្នកឯកទេសបង្ហាញកម្រិតខ្ពស់លើសពីនេះសមត្ថភាពដែលគាត់មានគឺខ្លាំងជាងពួកគេទោះបីលីនដុងបានឈ្នះវ៉ាងជុងលីសេងមានអំណាចខ្លាំងជាងវ៉ាងជុងទោះបីមានការសង្ស័យនៅក្នុងចិត្តរបស់ពួកគេមិនមានអ្វីត្រូវនិយាយទៀតទេបន្ទាប់ពីការស្ងាត់មួយពួកគេអាចតែចុចក្បាលរបស់ពួកគេយ៉ាងស្ងប់ស្ងាត់និងនិយាយថាប្រុសសូមប្រុងប្រយ័ត្នប្រសិនបើអ្នកមិនអាចធ្វើបានយើងនឹងរត់ចេញពីទីនេះលីនដុងបានញឹមបន្តិចចំពោះសកម្មភាពរបស់លីនឡាងទីអានដែលបានចាប់ផ្ដើមលើគាត់នៅពេលដែលគាត់មានបញ្ហាលីនដុងមិនបានភ្ញាក់ផ្អើលទេទោះយ៉ាងណាអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលគឺមូលីងនិងអ្នកផ្សេងទៀតបានកំណត់ចិត្តឈរនៅជាមួយគាត់គឺជាមនុស្សដែលនឹងបងប្រែការល្អដែលអ្នកផ្សេងបានបង្ហាញឲ្យគាត់ដូច្នេះដើម្បីសម្រាប់គំនិតល្អដែលមូលីងនិងអ្នកផ្សេងទៀតបានបង្ហាញឲ្យគាត់មិនអាចធ្វើឲ្យពួកគេអស់សង្ឃឹមបានទេមូលីងនិងអ្នកផ្សេងទៀតបានហោះចុះយ៉ាងយឺតនិងមើលទៅដោយការព្រួយបារម្ភនៅក្នុងអាកាសតើអ្នកចង់ប្រយុទ្ធជាមួយខ្ញុំតែម្នាក់ឬជាមួយគេគ្រប់គ្នានៅពេលដូចគ្នាលីនដុងបានលើកក្បាលមើលទៅលីសេងនិងសួរយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីបានឃើញមូលីងនិងអ្នកផ្សេងទៀតបានត្រឡប់ទៅចំពោះអ្នកដែលកំពុងមើលពាក្យរបស់លីនដុងហាក់ដូចជាមិនចាំបាច់ដោយសារតែភាពកក់ក្ដៅរបស់លីសេងតើវាអាចជាការពិតដែលគាត់ត្រូវការជំនួយក្នុងការប្រយុទ្ធនឹងមនុស្សដែលទើបតែចូលទៅកម្រិតបង្ហាញកម្រិតខ្ពស់នឹងដូចដែលពួកគេបានរំពឹងមុខមាត់របស់លីសេងបានបង្ហាញអារម្មណ៍មិនគោរពបន្ទាប់ពីគាត់បានឮពាក្យរបស់លីនដុងគាត់បានសាច់មួយតើអ្នកពិតជាគិតថាអ្នកមានសិទ្ធិប្រកួតប្រជែងជាមួយខ្ញុំតែដោយសារតែអ្នកបានសម្លាប់សត្វអាក្រក់ដែលមានកម្រិតបង្ហាញខ្ពស់មែនទេខ្ញុំគិតគឺគ្រប់គ្រាន់សម្រាប់ដោះស្រាយអ្នកយោព្រមមុខមាត់របស់លីសេងដែលមិនគោរពបានបង្ហាញចំពោះការសាច់របស់គាត់លីនដុងបានឆ្លើយតបតែពាក្យមួយនៅពេលបន្ទាប់អំណាចយួនបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងរាងកាយរបស់គាត់បន្ទាប់ពីបានឈានចូលទៅកម្រិតបង្ហាញខ្ពស់អំណាចយួននៅក្នុងរាងកាយរបស់លីនដុងបានក្លាយជាអំណាចខ្លាំងមួយក្នុងពេលឆាប់នេះអ្នកនឹងឃើញថាសកម្មភាពរបស់អ្នកមុននេះគឺជាការប្រព្រឹត្តមិនសមរម្យមុខមាត់របស់លីសេងមិនបានផ្លាស់ប្ដូរទេទោះបីគាត់បានឃើញការបង្ហាញអំណាចយួននៅក្នុងរាងកាយរបស់លីនដុងក៏ដោយគាត់មិនបានយឺតយ៉ាវទេគាត់បានឈរលើជើងមួយយ៉ាងខ្លាំងហើយបានបាញ់មួយចុចពន្លឺសាសពេលដែលលីសេងបានបាញ់ចុចមួយអំណាចយួនបានរីករាលដាលដូចជាភ្លើងពីរាងកាយរបស់គាត់បន្ទាប់មកអំណាចយួនដែលគ្មានទីកន្លែងបានចាប់ផ្ដើមបង្កើតជុំវិញដៃរបស់គាត់ហើយបានបំលែងទៅជាអន្លង់ពន្លឺដ៏អស្ចារ្យដែលបានបាញ់ទៅលីនដុងដោយកម្លាំងអស្ចារ្យបូមតាមពិតទៅកម្លាំងរបស់លីសេងគឺខ្លាំងណាស់ការប្រកួតរបស់គាត់គឺគួរឲ្យខ្លាចនឹងលើសលប់អន្លង់ពន្លឺដ៏អស្ចារ្យទាំងមូលមានអំណាចយួនខ្លាំងនិងបំភ្លឺតំបន់ទាំងមូលបង្កើតជានៃអំណាចនៅក្នុងអាកាសផងដែរស្នាមបំបែកសមុទ្រធំ
ភ្នែករបស់លីនដុងបានភ្លឺឡើងហើយស្នាមដៃរបស់គាត់បានផ្លាស់ប្ដូរយ៉ាងមិនស្មើអំណាចយួនដ៏រឹងមាំបានคล้ายជាអំបិលធំនិងរីករាលដាលចេញពីខាងក្រោយរបស់គាត់ជាមួយនឹងការលូតលាស់ដ៏ខ្លាំងស្នាមពន្លឺមួយបានបំបែកតាមអំបិលនិងប៉ះពាល់ទៅនឹងអន្លង់ពន្លឺដ៏អស្ចារ្យបូមនៅពេលនេះវាហាក់ដូចជាប្រទេសទាំងមូលបានរំខានសាច់របស់សត្វអាក្រក់បានត្រូវបំផ្លាញដោយលនៃអំណាចនិងคล้ายជា Clouds of Blood Mist ពេលដែលលនៃអំណាចបានបញ្ចេញទៅជុំវិញជើងរបស់លីនដុងបានអនុវត្តជំហានសុទ្ធសាធនិងគាត់បានបំលែងទៅជាអំណោយខៀវមួយជាមួយនឹងកាំភ្លើងឆ្លាមក្រពើនៅក្នុងដៃរបស់គាត់បានហោះចេញនិងប៉ះពាល់ទៅលើនៃអំណាចយ៉ាងខ្លាំងហើយបានចោលទៅកាន់ទ្រូងរបស់លីសេងដោយល្បឿនដូចភ្លើងហុំពេលដែលគាត់បានឃើញការប្រកួតរបស់លីនដុងលីសេងបានឲ្យសម្លេងមួយត្រង់បន្ទាប់មកគាត់បានបិទដៃរបស់គាត់មុននឹងមានស្នាមពន្លឺមួយបង្ហាញខ្លួននៅមុខគាត់ភ្លាមបំបីវាទោះបីជាលីសេងបានកំណត់ការការពារលីនដុងមិនបានឈប់ការប្រកួតរបស់គាត់ទេជាមួយនឹងការលោតនៃដៃរបស់គាត់កាំភ្លើងឆ្លាមក្រពើបានបង្កើតសម្លេងអស្ចារ្យមួយអារម្មណ៍ក្រហមមួយបានចេញមកនឹងចុះយ៉ាងមិនសមរម្យទៅលើស្នាមពន្លឺយ៉ាងឆាប់រហ័សស្នាមពន្លឺបានបែកបាក់ការល្អិតរបស់កាំភ្លើងឆ្លាមក្រពើបានបង្ហាញអំណាចដ៏អស្ចារ្យម្ដងទៀតលីសេងបានភ្ញាក់ផ្អើលពីការល្អិតរបស់កាំភ្លើងឆ្លាមក្រពើផងដែរស្នាមពន្លឺរបស់គាត់អាចទប់ទល់នឹងការប្រកួតទាំងមូលពីអ្នកមានកម្រិតបង្ហាញខ្ពស់ណាមួយប៉ុន្តែជាមួយនឹងកាំភ្លើងឆ្លាមវាគឺគ្មានប្រយោជន៍ទេតើអ្នកគិតថាអ្នកគឺជាអ្នកតែម្នាក់ដែលមានទ្រព្យសម្បត្តិប្រលឹងដីមែនទេលីសេងបានថយក្រោយនិងជៀសវាងកាំភ្លើងឆ្លាមក្រពើបន្ទាប់មកជាមួយនឹងការបង្វិលដៃរបស់គាត់បានបង្ហាញកម្រាលពន្លឺមួយនៅក្នុងដៃរបស់គាត់កម្រាលពន្លឺបានចាប់ផ្ដើមពង្រីកទំហំដូចជាមុខខ្យល់ហើយក្លាយជាខ្ពស់ជាង10ជើងជាមួយនឹងការលើករោបរបស់គាត់ស្នាមពន្លឺនៃអំណាចយួនបានចុះទៅលើកម្រាលពន្លឺយ៉ាងឆាប់រហ័សសម្លេងបំផ្លាញដ៏គួរឲ្យខ្លាចជាមួយនឹងពន្លឺសាសបានបាញ់ចេញពីកម្រាលពន្លឺសម្លេងបំផ្លាញដ៏ខ្លាំងបានធ្វើឲ្យលីនដុងត្រូវបញ្ចេញជំហានមួយចំនួនក្មេងខ្ញុំនឹងបង្ហាញអ្នកអំណាចនៃកម្រាលពន្លឺសាសរបស់អាណាចក្រសាសលីសេងបានចលនារបស់គាត់ហើយបានបង្ហាញខ្លួននៅលើកម្រាលពន្លឺសាសជាមួយនឹងសម្រស់ដ៏គួរឲ្យខ្លាចគាត់បានចុចជើងរបស់គាត់លើកម្រាលពន្លឺជាបន្តបន្ទាប់យ៉ាងឆាប់រហ័សសម្លេងជាច្រើនបានបង្កើតឡើងនិងបង្កើតជាអារម្មណ៍ស្រស់ស្អាតជាច្រើនដូច្នេះវាអាចលាក់មេឃនិងគ្រប់ដណ្ដប់ផែនដីអារម្មណ៍ស្រស់ស្អាតទាំងនេះបានបាញ់ចេញយ៉ាងខ្លាំងពីកម្រាលកម្លាំងប្រភេទនេះគឺគួរឲ្យខ្លាចណាស់ប្រសិនបើអ្នកមានកម្រិតបង្ហាញខ្ពស់ម្នាក់ត្រូវបានប៉ះដោយការប្រកួតនេះគាត់នឹងត្រូវបានប៉ះដោយអារម្មណ៍ទាំងនេះតាមបេះដូងរបស់គាត់ហូបក្រពើសាសមុខមាត់របស់លីនដុងបានបង្ហាញការប្រឈមមុខនឹងការប្រកួតដ៏ខ្លាំងពីលីសេងគាត់បានចលនាកាំភ្លើងឆ្លាមក្រពើរបស់គាត់និងបញ្ចូលវាជាមួយអំណាចយួនដែលគ្មានទីកន្លែងយ៉ាងឆាប់រហ័សពន្លឺដ៏អស្ចារ្យបានរីករាលដាលពីកាំភ្លើងនិងបង្កើតជាក្រពើបុរាណដ៏គួរឲ្យខ្លាចពេលដែលក្រពើដែលធ្វើឲ្យស្រពោនបានហូបទៅមុខមេឃលនៃសម្លេងបំផ្លាញបានបង្កើតឡើងនិងចែកចាយក្នុងរបៀបដូចជាប៉ាង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 ពេលដែលអារម្មណ៍ស្រស់ស្អាតជាច្រើននិងក្រពើសាសប៉ះគ្នាការបំផ្លាញជាច្រើនបានកើតឡើងនៅក្នុងមេឃលនៃអំណាចដ៏គួរឲ្យភ្ញាក់ផ្អើលបានបញ្ចេញទៅជុំវិញដូចជាព្យុះលីសេងត្រូវបានបញ្ជូនត្រឡប់ក្រោយជាច្រើនជំហានដោយលំហាត់កំបាំងនេះផងដែរជាមួយនឹងការបង្វិលនៃកាំភ្លើងពន្លឺសាសក្រឡាយពន្លឺមួយបានបង្កើតឡើងមុខគាត់ហើយតែបន្ទាប់មកអាចបង្វិលលំហាត់កំបាំងនេះបាននៅពេលដែលលីសេងត្រូវបានបញ្ជូនត្រឡប់លីនដុងក៏ត្រូវបានបញ្ជូនត្រឡប់ជាច្រើនជំហានផងដែរទោះយ៉ាងណាគាត់មិនមានអារម្មណ៍អស់សង្ឃឹមឡើយផ្ទុយទៅវិញអារម្មណ៍សង្គ្រាមរបស់គាត់ត្រូវបានលើកកម្ពស់ពីព្រោះគាត់ទើបតែបានឆ្លងកាត់ដំណាក់កាលបង្ហាញខ្ពស់គាត់ត្រូវការប្រកួតដ៏អស្ចារ្យមួយដើម្បីបំពេញចិត្តខ្លួនឯងទោះបីជាពួកគេបានប្រកួតគ្នាជាច្រើនដងក៏មិនមានសញ្ញាដែលច្បាស់លាស់ថាខាងណាដែលកំពុងឈ្នះឡើយនេះបានធ្វើឲ្យអ្នកមើលមានអារម្មណ៍ភ្ញាក់ផ្អើលផងដែរដំបូងពួកគេគិតថាពេលលីសេងចាប់ផ្ដើមចលនាឡើយលីនដុងនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សទោះយ៉ាងណាគ្មាននរណាដែលបានរំពឹងថាលីនដុងនឹងអាចទ្រាំទ្រាបានយូរនៅក្នុងការប្រកួតដ៏អស្ចារ្យនេះប្រកាសជាបានធ្វើឲ្យអ្នកមើលខ្លះភ្ញាក់ផ្អើលមិនអាចជឿបានថាលីនដុងមិនខ្លាចលីសេងឡើយវាហាក់ដូចជាសមត្ថភាពសង្គ្រាមរបស់គាត់លើសមត្ថភាពរបស់គាត់នៅលើផ្ទៃមុខយ៉ាងខ្លាំងនៅពេលដែលសៀហួងបានឃើញនេះមុខមាត់របស់គាត់คล้ายជាមិនស្រួលទោះយ៉ាងណាគាត់បានសើចសើចទោះបីជាក្មេងនេះមានសមត្ថភាពខ្លះប៉ុន្តែឆាប់នេះគាត់នឹងសោកស្ដាយតើក្មេងមួយពីអាណាចក្រតូចមួយអាចចាក់ចេញមកប្រកួតប្រជែងនឹងកូនប្រុសនៃព្រះនាលីគាត់ប្រកាសជាប៉ាន់ស្មានសមត្ថភាពរបស់គាត់ខុសគ្នាបូមនៅពេលនេះវាហាក់ដូចជាលីសេងបានយល់ព្រមជាមួយការលេងសើចរបស់គាត់ពន្លឺដ៏អស្ចារ្យជាច្រើនបានបង្ហាញពីរាងកាយរបស់គាត់នៅក្នុងមេឃពន្លឺទាំងនេះបានរួមគ្នានឹងបង្កើតជាអាថ៌កំបាំងដ៏ធំមួយកម្លាំងអាថ៌កំបាំងនិងកម្លាំងបង្ខំបានបញ្ចេញពីវាក្មេងអ្នកនឹងជាមនុស្សដំបូងដែលបានឃើញសមត្ថភាពនៃសាសប្រយុទ្ធបង្ហាញរបស់អាណាចក្រពន្លឺសាសហើយអ្នកគួរតែមានមោទនភាពចំពោះខ្លួនឯងព្រោះអ្នកត្រូវតែបង់ជាមួយជីវិតរបស់អ្នកនៅពេលដែលកម្លាំងបង្ខំបានផ្ដាច់ផ្ដើមសម្លេងរបស់លីសេងដែលពោពេញដោយគំនិតសម្លាប់បានរំញោចឆ្លងកាត់មេឃដូចជាសូរពន្លឺរំភើបដែលភ្ជាប់ជាមួយនឹងរំខានអំណាចយួនដ៏ខ្លាំងមួយបានបង្ហូរពីរាងកាយរបស់លីសេងក្រោមពន្លឺភ្លឺចរាចរណ៍នេះវាហាក់ដូចជារដូវយប់បានផ្លាស់ទៅជារដូវថ្ងៃពន្លឺបានហូរទៅលើខ្សែគេហើយយ៉ាងស្រាលវាហាក់ដូចជាមានសត្វដំរីភ្លឺធំមួយនៅក្នុងពន្លឺភ្លឺសត្វដំរីធំបានឈរនៅក្នុងមេឃដូចជាអ្នកទាំងអស់គ្នាបានស្ថិតនៅក្រោមជើងរបស់វាខណៈពេលនោះរំខានថាមពលដែលអាចគ្រប់គ្រងទៅមេឃបានបន្តផ្ដាច់ចេញហើយបង្កើតរំខាននៅក្នុងខ្យល់ខណៈពេលនោះរាងកាយរបស់លីសេងបានហោះនៅមុខសត្វដំរីភ្លឺធំខណៈដែលអារម្មណ៍អាក្រក់និងត្រជាក់បានបំពេញមុខរបស់គេដោយសារពន្លឺភ្លឺនេះរាងកាយទាំងមូលរបស់គេបានពោពេញដោយអារម្មណ៍ដ៏ខ្លាំងមួយដែលធ្វើឲ្យគ្មាននរណាដែលមើលទាបគេរំខានអំណាចយួនដ៏ខ្លាំងបែបនេះ
វាត្រូវតែជាការប្រយុទ្ធមួយដែលបង្ហាញនៅលើជញ្ជាំងទីក្រុងមនុស្សជាច្រើនបានមើលដោយការភ្ញាក់ផ្អើលទៅកាន់សត្វដំរីភ្លឺធំដែលនៅពីក្រោយលីសេងការប៉ះពាល់ដ៏ខ្លាំងនិងរំខានបង្ហាញថាវាត្រូវតែជាការប្រយុទ្ធមួយដែលបង្ហាញក្មេងប្រុសដែលមានអារម្មណ៍អាក្រក់គេបានបង្ខំឲ្យសមាជិកលីអនុវត្តការប្រយុទ្ធដំរីសាសហាក់ដូចជាគ្មានអ្វីត្រូវតែចាំមើលការប្រយុទ្ធនេះទៀតទេពេលដែលសមាជិកលីចាប់ផ្ដើមវាអ្នកនោះនឹងត្រូវបានបំផ្លាញទៅជាផ្លែឈើសាច់ភ្លាមនៅពេលដែលសៀវហួងបានមើលឃើញឈុតនេះភ្នែករបស់គេបានតូចចុះមុននឹងសើចប្រកបណាស់ការប្រយុទ្ធដំរីសាសគឺជាការប្រយុទ្ធមួយដែលមានកម្រិតកណ្ដាលការប៉ះពាល់មួយគឺមានអំណាចគ្រប់គ្រាន់ដើម្បីបំផ្លាញភ្នំទាំងមូលបន្ថែមពីនេះនៅពេលដែលបានបញ្ចូលជាមួយនឹងកម្លាំងកម្រិតកម្ពុជារបស់សមាជិកលីការប្រយុទ្ធរបស់លីដុងគឺប្រកាសថានឹងត្រូវបានបំផ្លាញហាក់ដូចជាសមាជិកលីមិនមានអារម្មណ៍លេងជាមួយអ្នកនោះទៀតទេនោះគឺល្អផងដែរយើងត្រូវតែដោះស្រាយគេឲ្យបានឆាប់ព្រោះយប់នេះពិតជាមិនស្រួលទេអ្នកអនុវត្តដ៏ល្អឆ្នាំនៃអាណាចក្រសាសស៊ុយឡៃបានសើចយ៉ាងច្បាស់ពួកគេជឿថាពេលដែលលីសេងប្រើប្រាស់ចលនានេះលទ្ធផលនៃការប្រយុទ្ធបានកំណត់រួចហើយការប្រយុទ្ធដំរីសាសដ៏ខ្លាំងមួយគេមូលេងនិងអ្នកដទៃបានបង្ហាញមុខមាត់យ៉ាងសំខាន់អារម្មណ៍ប៉ះពាល់ដែលកើតឡើងពីមជ្ឈមណ្ឌលធ្វើឲ្យពួកគេយល់ថាប្រសិនបើពួកគេនៅក្នុងស្បែករបស់គេហើយត្រូវប្រឈមមុខនឹងការប្រយុទ្ធដ៏ខ្លាំងបែបនេះទោះបីជាពួកគេអាចទ្រាំទ្រាំបានក៏ពួកគេនឹងត្រូវបង់ថ្លៃខ្ពស់ខ្ញុំមិនដឹងថាលីដុងអាចទ្រាំទ្រាំការប្រយុទ្ធដ៏ខ្លាំងបែបនេះបានទេពួកគេបង្វិលមើលគ្នាពួកគេអាចមើលឃើញការព្រួយបារម្ភនៅក្នុងភ្នែករបស់គេការប្រយុទ្ធនៅពេលនេះអាចនឹងបញ្ចប់ការប្រយុទ្ធនៅក្នុងមជ្ឈមណ្ឌលមុខមាត់របស់លីដុងក៏បានប្រែប្រួលទៅយ៉ាងសំខាន់នៅពេលដែលគេបានមើលឃើញសត្វដំរីភ្លឺធំដែលបង្កើតឡើងនៅពីក្រោយលីសេងពីរំខានគេអាចស្គាល់ថាការប្រយុទ្ធមួយដែលលីសេងបានទទួលពីក្តារប្រយុទ្ធបង្ហាញដៃនៃសាសពិភពលោកមិនអាចបរាជ័យបានទេនៅពេលដែលលីសេងមានអំណាចលើសលីលៀងតានពេលដែលគេប្រើប្រាស់ការប្រយុទ្ធរបស់គេកម្លាំងនៃការប្រយុទ្ធរបស់គេក៏មានអំណាចខ្លាំងជាងនេះនៅពេលនេះទោះបីជាអ្នកអនុវត្តកម្រិតកម្ពុជាផ្សេងទៀតក៏មិនអាចជៀសវាងការប្រយុទ្ធនេះបានទេទោះបីជាអ្នកដទៃត្រូវតែជៀសវាងការប្រយុទ្ធរបស់គេលីដុងមិនមានអ្វីត្រូវខ្លាចទេទោះបីជាការប្រយុទ្ធរបស់លីសេងមានអំណាចខ្លាំងប៉ុណ្ណានៅពេលនេះកម្លាំងរបស់គេក៏បានកើនឡើងផងដែរដូច្នេះមនុស្សគ្រាន់តែអាចដឹងលទ្ធផលចុងក្រោយបន្ទាប់ពីការប្រយុទ្ធក្មេងឥឡូវនេះខ្ញុំមិននឹងផ្ដល់ឱកាសឲ្យអ្នកសោកស្ដាយទេខ្ញុំនឹងឲ្យមនុស្សទាំងអស់ដឹងពីផលវិបាកនៃការប្រឈមមុខជាមួយខ្ញុំជើងរបស់លីសេងបានដើរលើពន្លឺខណៈដែលគេបានមើលលីដុងដោយអារម្មណ៍អាក្រក់នៅពេលដែលគេបានស្គាល់អារម្មណ៍ដ៏អស្ចារ្យនៅពីក្រោយគេក៏មានការសង្ឃឹមខ្លាំងបន្ទាប់ពីប្រើប្រាស់ចលនានេះមិនត្រឹមតែជាកម្រិតកម្ពុជាទេទោះបីលីដុងមាននៅកម្រិតកម្ពុជាក៏ដោយគេនឹងត្រូវស្លាប់បន្ទាប់ពីគេបានអូសូលីសេងបានច្បាស់ថាគេមិនមានគម្រោងផ្ដល់ឱកាសឲ្យលីដុងមានពេលដកដង្ហើមទេនៅពេលដែលគេបានឈរខាងក្រោយគេបានលោតចូលទៅក្នុងក្បាលរបស់សត្វដំរីភ្លឺធំសត្វដំរីធំបានហៅទៅមេឃខណៈដែលសូដ៏សូរ៉ូបានបញ្ចេញការប្រយុទ្ធដំរីសាសសត្វដំរីធំបានកក់ខ្លួនខាងមុខពន្លឺបានរត់ចេញធ្វើឲ្យវាហាក់ដូចជាសត្វដំរីដែលអាចបំផ្លាញពិភពលោកជើងរបស់វាប៉ះពាល់ដល់មេឃខណៈដែលវាបានយករំខានថាមពលដ៏គួរឲ្យភ័យនិងបានចូលទៅកាន់លីដុងយ៉ាងក្លាហានបូមគ្រប់ទីកន្លែងដែលសត្វដំរីធំបានឆ្លងកាត់ធ្វើឲ្យមានរន្ធជិត100ម៉ែត្រត្រូវបានបំបែកយ៉ាងខ្លាំងនៅលើដីខាងក្រោមបន្ថែមពីនេះអ្វីដែលសត្វដំរីធំបានប៉ះពាល់នឹងត្រូវបានបំផ្លាញទៅជាធូលីភ្លាមនៅពេលដែលគេបានមើលទៅសត្វដំរីភ្លឺធំដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងភ្នែករបស់គេមុខមាត់របស់លីដុងបានប្រែប្រួលទៅយ៉ាងសំខាន់ជើងរបស់គេបានអនុវត្តជំហានសុទ្ធសាធខណៈដែលគេបានត្រឡប់យ៉ាងឆាប់រហ័សនៅពេលដូចគ្នាដៃរបស់គេបានអនុវត្តសញ្ញាដៃជាច្រើនខណៈដែលរំខានអំណាចយួនដ៏ខ្លាំងបានហូរចេញពីរាងកាយរបស់គេម្រាមដៃសាសដ៏អស្ចារ្យបិទស្ថានសាសម្រាមដៃទី1បិទពិភពលោកដោយមានពន្លឺដ៏អស្ចារ្យនៅក្នុងភ្នែករបស់គេលីដុងបានចុចម្រាមដៃរបស់គេយ៉ាងឆាប់រហ័សម្រាមដៃធំមួយដែលពោពេញដោយអាចកំបាំងបុរាណបានបំបែកខ្យល់និងបង្ហាញខ្លួនពីក្រោយគេវាបានចុចយ៉ាងខ្លាំងទៅលើសត្វដំរីភ្លឺធំដែលកំពុងដើរឆ្លងកាត់មេឃបូមពួកគេបានប្រយុទ្ធគ្នាដោយខ្លាំងទោះយ៉ាងណានៅពេលនេះម្រាមដៃធំមិនអាចនៅបានយូរទេមុននឹងបំបែកទៅជាពន្លឺច្រើននិងបាក់បែកទោះបីជាម្រាមដៃធំបានត្រូវបំផ្លាញវាក៏អាចបញ្ឈប់សត្វដំរីធំបានសម្រាប់មួយផ្លែតម្រាមដៃសាសដ៏អស្ចារ្យបិទស្ថានសាសម្រាមដៃទី2បំបែកភ្នំនិងទន្លេម្រាមដៃទី3បំផ្លាញជីវិតទាំងអស់បន្ទាប់ពីម្រាមដៃទី1ត្រូវបានបំផ្លាញលីដុងមិនមានអារម្មណ៍ភ័យខ្លាចឡើយពេលដែលគេបានចុចម្ដងទៀតក្នុងខ្យល់យ៉ាងឆាប់រហ័សថាមពលយួនដ៏អស្ចារ្យបានហូរចេញពីមេឃខណៈដែលថាមពលយួនទាំងអស់នៅក្នុងតំបន់បានចាប់ផ្ដើមរំខានសូម្រាមដៃធំពីរដែលអាចបំលែងពិភពលោកបានបង្ហាញឡើងវិញនៅលើលីដុងបន្ទាប់មកពួកគេបានមើលដោយការភ្ញាក់ផ្អើលពេលដែលម្រាមដៃបានហោះដោយល្បឿនដ៏គួរឲ្យភ័យបង្កើតឲ្យខ្យល់បំផ្លាញមុននឹងចុះចូលទៅលើសត្វដំរីភ្លឺធំប៉ាងបន្ទាប់ពីពួកគេបានប្រយុទ្ធម្ដងទៀតខ្យល់ទាំងអស់នៅក្នុងតំបន់ហាក់ដូចជាបំផ្លាញបង្កើតខ្យល់ព្យុះនៅពេលដែលដីខាងក្រោមត្រូវបានលើកឡើងជាច្រើនជើងខណៈដែលរន្ធជាច្រើនបានបន្តបែកចេញដូចជាបណ្ដាញមេឃនៅពេលនេះសត្វដំរីភ្លឺធំមិនមានអំណាចដូចមុនទេបន្ទាប់ពីបានប្រយុទ្ធជាមួយម្រាមដៃធំទាំងពីរប្រកួតគ្នាហាក់ដូចជាមានស្ថានភាពស្មុគស្មាញខណៈដែលរំខានដ៏គួរឲ្យភ័យបានបន្តបង្ហូរចេញនៅលើមុខមាត់របស់សត្វដំរីភ្លឺធំរាងកាយរបស់លីសេងបានបង្ហាញឡើងយ៉ាងស្រាលនៅពេលដែលគេបានមើលឃើញថាការប្រយុទ្ធរបស់គេត្រូវបានឈប់យ៉ាងយឺតគេមានអារម្មណ៍ភ្ញាក់ផ្អើលទោះយ៉ាងណា
ការស្រឡាញ់ក្នុងភ្នែករបស់គេបានកើនឡើងយ៉ាងឆាប់រហ័សវាហាក់ដូចជាការប្រយុទ្ធរបស់លីដុងមិនបានខ្វះខាតទៅនឹងការប៉ះសត្វដំរីសាសគេរបស់គេដូច្នេះប្រសិនបើគេអាចទទួលបានវាសមត្ថភាពប្រយុទ្ធរបស់គេនឹងកើនឡើងយ៉ាងច្បាស់អ្នកត្រូវបំបែកនៅពេលដែលការស្រឡាញ់ហូរនៅក្នុងភ្នែករបស់គេលីសេងបានហៅយ៉ាងខ្លាំងយ៉ាងឆាប់រហ័សពន្លឺដូចព្រះអាទិត្យបានបង្ហូរចេញពីសត្វដំរីភ្លឺធំខណៈដែលអំណាចនិងអាថ៌កំបាំងរបស់វាត្រូវបានបង្កើនដល់កម្រិតអត្តបរិមាប៉ាងប៉ាងសត្វដំរីបានហៅខណៈដែលរាងកាយធំរបស់វាបានចុះមុខទៅមុខយ៉ាងឆាប់រហ័សដីបានចាប់ផ្ដើមរំខានខណៈដែលថាមពលរំខានដ៏គួរឲ្យភ័យបានហូរចេញដូចជាព្យុះដោយសារតែថាមពលរំខានដ៏គួរឲ្យភ័យពួកគេបានភ្ញាក់ផ្អើលពេលដែលបានមើលឃើញរន្ធជាច្រើនចេញមកយ៉ាងយឺតនៅលើម្រាមដៃទាំងពីរចុងក្រោយជាមួយសូរដ៏ខ្លាំងពួកវាបានបំផ្លាញឡើងវិញវាហាក់ដូចជាការបង្ហាញសាស្ត្ររបស់លីសេងពិតជាអស្ចារ្យក្មេងចងចាំនេះមុននឹងអ្នកប៉ះពាល់នរណាម្នាក់នៅជីវិតក្រោយរបស់អ្នកសូមប្រាកដថាអ្នកបានបើកភ្នែកឲ្យធំជាងមុននិងមើលឲ្យយ៉ាងប្រុងប្រយ័ត្ននៅពេលដែលម្រាមដៃធំបានបំផ្លាញសូរដ៏មានអំណាចរបស់លីសេងបានលេចឡើងពីក្នុងសត្វដំរីធំល្បឿនរបស់សត្វដំរីមិនបានកើនឡើងបន្ថែមនៅអំណាចដែលអាចប៉ះពាល់ទៅមេឃមុននឹងចុះចូលទៅលើលីដុងយ៉ាងខ្លាំងហូនៅពេលដែលគេបានមើលទៅសត្វដំរីធំដែលកំពុងមកដល់យ៉ាងឆាប់រហ័សលីដុងបានដកដង្ហើមយ៉ាងជ្រាលជ្រៅភ្នែករបស់គេបានបិទយ៉ាងយឺតនៅពេលដូចគ្នាថាមពលយួនទាំងអស់នៅក្នុងរាងកាយរបស់គេហាក់ដូចជាត្រូវបានបង្ខំឲ្យកើនឡើងដល់កម្រិតអត្តបរិមាខណៈដែលថាមពលយួនដ៏អស្ចារ្យបានហូរចេញពីរាងកាយរបស់គេដូចជាដីចេញពីសមុទ្របង្កើតឲ្យថាមពលយួននៅក្នុងតំបន់ចាប់ផ្ដើមរំខានក្នុងផ្លែតនៅពេលដែលថាមពលយួននៃដីបានកើនឡើងលីដុងបានលើកកម្រាមដៃរបស់គេឡើងវិញនិងចុចយ៉ាងយឺតក្នុងខ្យល់ម្រាមដៃសាសដ៏អស្ចារ្យបិទស្ថានសាស្ត្រម្រាមដៃទី4បំបែកមេឃនៅពេលដែលម្រាមដៃរបស់លីដុងបានចុចចេញអាកាសនៅលើគេហាក់ដូចជាត្រូវបានបំបែកខណៈដែលម្រាមដៃធំមួយដែលហាក់ដូចជាមកពីការកន្លងមកបានបង្ហាញខ្លួនយ៉ាងយឺតនៅមុខភ្នែករបស់គេម្រាមដៃធំបានពោពេញដោយអាថ៌កំបាំងនិងអំណាចដែលអាចបំលែងពិភពលោកនៅពេលនេះនៅពេលដែលលីដុងប្រើប្រាស់ម្រាមដៃទី4វាបានក្លាយជាអំណាចខ្លាំងជាងមុននិងមានជីវិតជាងពេលដែលគេបានប្រើវាទៅលើលីលៀងទីអាននៅពេលនេះធាតុរំខានរបស់វាហាក់ដូចជាអាចបង្កើតភាពភ័យខ្លាចក្នុងចិត្តរបស់អ្នកប្រយុទ្ធដែលមានសមត្ថភាពបង្ហាញខ្ពស់នៅពេលដែលអ្នកប្រយុទ្ធនៃសាសបន្លែសេនឡាយបានមើលឃើញម្រាមដៃបុរាណធំភាពភ្ញាក់ផ្អើលបានបំពេញក្នុងភ្នែករបស់ពួកគេនៅពេលដែលសម្រស់នៅលើមុខរបស់ស៊ីហួងបានឈប់ពួកគេអាចស្គាល់អាថ៌កំបាំងនៃម្រាមដៃធំនិងគេបានដឹងថាប្រសិនបើម្រាមដៃនេះបានប្រយុទ្ធទៅលើពួកគេមិនថាពួកគេនឹងប្រយុទ្ធយ៉ាងណាមានតែផលប៉ះពាល់មួយគត់គឺស្លាប់សាសដ៏ខ្លាំងមួយមិនត្រឹមតែពួកគេទេទាំងមូលីងនិងអ្នកផ្សេងទៀតក៏បានភ្ញាក់ផ្អើលនេះគឺជាលើកដំបូងដែលពួកគេបានឃើញលីដុងប្រើប្រាស់ម្រាមដៃទី4បំបែកលីដុងបានចុចម្រាមដៃរបស់គេនៅក្នុងអាកាសខណៈដែលម្រាមដៃធំបុរាណបានច្រានចេញតាមអាកាសក្រោមការមើលរបស់មនុស្សជាច្រើនវាបានបង្ហាញខ្លួននៅមុខសត្វដំរីធំដែលភ្លឺចេញមុននឹងចុះទៅលើវានៅពេលដែលម្រាមដៃបានចុះអំណាចយួនដែលកំពុងរំខាននៅក្នុងតំបន់នេះហាក់ដូចជាបានស្ងាត់ស្រាប់ក្នុងមួយភ្លែតនៅពេលនេះសត្វដំរីធំដែលភ្លឺចេញបានត្រូវបានបង្ខំយ៉ាងពេញលេញមុននឹងម្រាមដៃចុះមានរន្ធធំជាច្រើនដែលមានទំហំរយៈពេល10ជើងនៅលើដីខាងក្រោមហើយបូមម្រាមដៃធំបុរាណបានចុះយ៉ាងយឺតទៅលើសត្វដំរីធំពិភពលោកទាំងមូលបានស្ងាត់ក្រោមការមើលភ្ញាក់ផ្អើលរបស់មនុស្សពួកគេបានឃើញរន្ធតូចមួយចំនួនកំពុងបង្ហាញខ្លួនយ៉ាងយឺតនៅលើសត្វដំរីធំមុខរបស់លីដុងមានភាពតឹងរឹងដូចជាកម្រងកាំបិតខណៈដែលម្រាមដៃរបស់គេបានចុចយ៉ាងកាន់តែខ្លាំងបញ្ចេញអំណាចពេញលេញនៃម្រាមដៃទី4ស្លាប់ស្នាមច្រើនបានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងរាងកាយនៃសត្វដំរីធំដែលមានពន្លឺភ្លឺស្រស់អាថ៌កំបាំងដ៏ខ្លាំងរបស់សត្វដំរីធំបានត្រូវចុះសម្រួលដោយម្រាមដៃបុរាណដ៏ធំមួយពន្លឺរបស់សត្វដំរីធំបានចាប់ផ្ដើមអន់ចុះនៅកន្លែងដែលមានខួរក្បាលរបស់សត្វដំរីស្ថិតនៅទីនោះរូបរាងរបស់លីសេងបានចាប់ផ្ដើមបង្ហាញខ្លួននៅពេលនេះមុខសាច់របស់គាត់ត្រូវបានជំនួសដោយមុខដែលពោពេញដោយការភ័យខ្លាចនិងការភ្ញាក់ផ្អើលប្រាកដណាស់គាត់មិនអាចស្រមៃថាសត្វដំរីបំផ្លាញស្ថានគឺរបស់គាត់មិនអាចបញ្ឈប់ម្រាមដៃបុរាណរបស់លីនដុងបានសិល្បៈសមត្ថភាពកម្រិតខ្ពស់បន្ទាប់ពីគាត់បានស្គាល់អាថ៌កំបាំងដ៏ខ្លាំងនិងឆន្ទៈដែលកំពុងហូរចេញពីម្រាមដៃបុរាណលីសេងបានយល់ឃើញភ្លាមថាសិល្បៈសមត្ថភាពរបស់លីនដុងមិនមែនជាកម្រិតមធ្យមទេតែវាជាសិល្បៈសមត្ថភាពកម្រិតខ្ពស់ពិតប្រាកដទោះបីជាពាក្យទាំងពីរប្រែប្រួលដោយពាក្យតែមួយប៉ុន្តែភាពខុសគ្នានៃអំណាចរវាងពួកវាគឺដូចជាឱកាសនិងផែនដីតើវាអាចជាការពិតបានយ៉ាងដូចម្តេចតើខ្វក់មួយពីអាណាចក្រតូចមួយអាចមានសិល្បៈសមត្ថភាពកម្រិតខ្ពស់បានយ៉ាងដូចម្តេចលីសេងកំពុងកក់ក្ដៅក្នុងចិត្តរបស់គាត់ព្រោះគាត់មិនអាចជឿបាននៅអ្វីដែលគាត់បានឃើញសិល្បៈសមត្ថភាពកម្រិតខ្ពស់ត្រូវបានគេចាត់ទុកថាជារឿងកម្រិតខ្ពស់ណាស់ទោះបីនៅក្នុងអាណាចក្រសញ្ញាផ្សាយរបស់គាត់ក៏ដោយវាជារឿងដែលទោះបីជាលីសេងឯងក៏មិនដែលមានផងដែរដូច្នេះពេលដែលគាត់ឃើញអ្នកដូចលីនដុងដែលមកពីអាណាចក្រតូចមានសិល្បៈសមត្ថភាពដូចនេះចិត្តរបស់គាត់ធម្មតាមានការលំបាកស្នាមទោះបីជាគាត់មានអារម្មណ៍មិនជឿយ៉ាងណាការចុះសម្រួលដែលកំពុងមកដល់ក៏កំពុងคล้ายជាការប្រកួតប្រជែងដ៏គួរឲ្យខ្លាចសត្វដំរីធំបានគ្រប់ដណ្ដប់ដោយស្នាមតូចនិងកំពុងត្រៀមខូចខាតតើខ្វក់ដូចអ្នកអាចឈ្នះខ្ញុំបានយ៉ាងដូចម្តេចមុខរបស់លីសេងបានคล้ายជាពណ៌ស្នឹងភ្នែករបស់គាត់คล้ายជាពណ៌ក្រហមដំបូងគាត់គិតថាលីនដុងនឹងជាអ្នកប្រកួតដែលងាយស្រួលប៉ុន្តែឥឡូវនេះគាត់កំពុងប្រឈមមុខនឹងសម្ពាធដ៏ធំមួយពីអ្នកនោះវាជារឿងមិនអាចទ្រាំទ្រាបានសម្រាប់អ្នកដែលមានអារម្មណ៍ឈរលើក្បាលដូចលីសេងហូ
ពេលដែលភ្នែករបស់លីសេងคล้ายជាពណ៌ក្រហមពន្លឺដ៏អស្ចារ្យមួយបានបង្ហាញពីសត្វដំរីធំប្រាកដណាស់មកកំពុងព្យាយាមធ្វើការប្រកួតចុងក្រោយមួយហុំលីនដងបានសំបីសូទៅលើការតស៊ូរបស់លីសេងប៉ុន្តែភ្លាមគាត់បានចង្អុលដៃរបស់គាត់ហើយអាចកំបាំងនៃម្រាមដៃបុរាណបានចាប់ផ្ដើមឡើងវិញបន្ទាប់មកម្រាមដៃបុរាណបានចុចទៅលើសត្វដំរីធំម្ដងទៀតប៉ាងនៅពេលដែលម្រាមដៃបុរាណធំបានបន្តចុះភ្លឺរបស់សត្វដំរីធំដែលមានស្រស់ស្អាតដែលបានកើនឡើងមួយរយៈមុនបានចាប់ផ្ដើមអន់ចុះម្ដងទៀតការបែកបាក់នៅលើរាងសត្វដំរីស្រស់ស្អាតបានคล้ายជាធំជាងមុនចុងក្រោយក្រោមការមើលមិនចេះចប់ពីអ្នកមើលសត្វដំរីស្រស់ស្អាតមិនអាចទ្រាំទ្រាននឹងសម្ពាធដ៏ខ្លាំងរបស់ម្រាមដៃបុរាណបានទេហើយបានផ្ទុះជាមួយសម្លេងធំមួយខ្យល់អគ្គិភ័យដ៏គួរឲ្យខ្លាចបានប៉ះពាល់ទៅកាន់មជ្ឈមណ្ឌលខ្យល់សត្វដំរីស្រស់ស្អាតបានផ្ទុះទៅក្នុងមេឃពោពេញដោយពន្លឺភ្លឺដែលបានធ្លាក់ចុះយ៉ាងស្រស់ស្អាតឃីវបង្ហូរឈាមនៅក្នុងពន្លឺភ្លឺរូបភាពមួយដែលបានរងគ្រោះបានបាញ់ចេញមុនដែលគាត់បានបង្ហូរឈាមថ្មីមួយមាត់បន្ទាប់មករូបភាពបានចុះដេកយ៉ាងខ្លាំងគាត់បានស្ថិតស្ថេរនៅពេលដែលបានទុកស្នាមនៅលើដីចំនួន 2000 ម៉ែត្រសំបីនៅពេលនេះទាំងអស់នៃការមើលបានផ្លាស់ប្ដូរទៅកាន់រូបភាពដែលមានសភាពអាក្រក់នៅលើដីស្ងាត់ៗមួយបានលូតលាស់តាមអ្នកមើលនៅលើជញ្ជាំងទីក្រុងខណៈដែលមុខរបស់ពួកគេពោពេញដោយការភ្ញាក់ផ្អើលនិងមិនជឿនេះគឺដោយសារតែរូបភាពដែលបានរងគ្រោះគឺវៃឆេងអ្នកជំនាញនៃអាណាចក្រសង្ឃឹមព្រះបានស្ទាក់ស្ទើរនៅក្នុងឱកាសនេះផងដែរអារម្មណ៍របស់ពួកគេបានផ្លាស់ប្ដូរយ៉ាងខ្លាំងជាពិសេសឆេហ៊ុយដែលមានអាកប្បកិរិយាធំធេងត្រូវបានជំនួសដោយការគំរាមគំរួលយ៉ាងខ្លាំងគាត់មិនអាចជឿថាឡៃឆេងដែលជាអ្នកជំនាញដំណាក់កាល manifestation កម្ពុជានឹងបរាជ័យយ៉ាងខ្លាំងទៅនឹងអ្នកអនុវត្តដំណាក់កាល manifestation កម្រិតខ្ពស់មួយនៅលិនដងគាត់បានឈ្នះពិតប្រាកដពីម៉ូវិញនិងអ្នកផ្សេងទៀតបានដកដង្ហើមត្រជាក់មួយខណៈដែលការកោតសរសើរបានលូតលាស់នៅលើមុខរបស់ពួកគេបានត្រឹមត្រូវក្នុងការព្យាករណ៍របស់ពួកគេសមត្ថភាពលាក់របស់លិនដងគឺបានលាក់ខ្លាំងពេកនៅលើជញ្ជាំងទីក្រុង Lin Wangchen បានមើលដោយសោកស្ដាយទៅកាន់ឱកាសនេះអំណាចនៃ Great Desolate Imprisoning Heavenly Finger របស់ Lin Dong កំពុងក្លាយជាអំណាចខ្លាំងជាងមុនគាត់បានដឹងថាប្រសិនបើវាជាគាត់នៅក្រោមម្រាមដៃបុរាណគាត់នឹងត្រូវរងរបួសបន្ទាប់ពីទាំងអស់ Great Desolate Imprisoning Heavenly Finger របស់គាត់មានអំណាចខ្លាំងពេកនៅក្នុងមជ្ឈមណ្ឌលខ្យល់ Lin Dong បានមើលដោយមិនមានអារម្មណ៍ទៅកាន់ Lai Sheng ដែលមានឈាមការប្រែប្រួលធម្មពលដែលគួរឲ្យខ្លាចនៅក្នុងរាងកាយរបស់គាត់មិនទាន់អន់ចុះទេ Methi Laiនៅពេលនេះអ្នកជំនាញនៃអាណាចក្រសង្ឃឹមព្រះបានត្រឡប់មកវិញនិងហោះចុះយ៉ាងរហ័សហើយបានបង្ហាញខ្លួននៅក្បែរពីឡៃឆេងដើម្បីជួយគាត់ឈរឡើងវិញឡៃឆេងនៅពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពដែលគួរឲ្យសោកស្ដាយយ៉ាងខ្លាំងមិនត្រឹមតែរាងកាយទាំងមូលរបស់គាត់គ្រប់ដណ្ដប់ដោយស្នាមឈាមទេសក់របស់គាត់ក៏មិនបានរៀបចំនិងអារម្មណ៍របស់គាត់ក៏អន់ខ្សោយប្រាកដណាស់មុំរាមដៃបុរាណរបស់លិនដងបានរបួសគាត់យ៉ាងខ្លាំងបន្ទាប់ពីមនុស្សនោះបានជួយឡៃឆេងគាត់បានប្រើដៃរបស់គាត់លុបស្នាមឈាមនៅក្បែរមាត់របស់គាត់ខណៈដែលរាងកាយរបស់គាត់កំពុងឈឺភ្នែករបស់គាត់កំពុងរីករាយជាមួយភាពឈឺចាប់និងអាក្រក់ស្នាមខ្ចៅតើអ្នកគិតថាអ្នកអាចឈ្នះខ្ញុំបានតាមរបៀបនេះទេសមាជិកនៃអាណាចក្រសង្ឃឹមព្រះសូមស្ដាប់ការបញ្ជារបស់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប៉ះស្នាមខ្ចៅនេះឲ្យស្លាប់ដូចជាសម្លេងនៃសត្វព្រៃសម្លេងកំហឹងរបស់ឡៃឆេងបានលឺឆ្លងកាត់អាកាសយ៉ាងឆាប់រហ័សនៅពេលនេះឡៃឆេងមិនប្រយុទ្ធប្រឆាំងលិនដងដោយខ្លួនឯងទៀតទេតែប៉ុណ្ណោះដែលគាត់អាចសម្លាប់លិនដងគាត់មានចិត្តស្មោះត្រង់ក្នុងការប្រើប្រាស់វិធីណាមួយដែលចាំបាច់បន្ទាប់ពីវ៉ៃឆេងបានបញ្ជាការបញ្ជាថ្នាំប៉ុន្មានពណ៌ខៀវមួយបានបង្ហាញនៅលើដៃរបស់គាត់បានដាក់វានៅក្នុងមាត់របស់គាត់ហើយបានបរិភោគវាយ៉ាងឆាប់រហ័សអារម្មណ៍របស់គាត់បានកើនឡើងវិញវាបង្ហាញថាមនុស្សនេះមានយុទ្ធសាស្ត្រច្រើននៅក្នុងដៃរបស់គាត់សម្លេងកំហឹងរបស់ឡៃឆេងបានបង្កការរំខាននៅលើជញ្ជាំងទីក្រុងអ្នកជំនាញដែលដើមបានគ្រប់គ្រងអាណាចក្រសង្ឃឹមព្រះឥឡូវនេះកំពុងតែបញ្ឈប់ការគ្រប់គ្រងយ៉ាងសម្ងាត់នៅពេលដែលបានឃើញសមត្ថភាពរបស់លិនដងពួកគេមិនមានកម្លាំងចិត្តក្នុងការប្រព្រឹត្តការឡើយប្រសិនបើអាណាចក្រសង្ឃឹមព្រះធ្លាក់ចុះពួកគេនឹងប្រឈមមុខនឹងលទ្ធផលដែលគួរឲ្យសោកស្ដាយផងដែរនៅពេលដែលបានឃើញការឆ្លើយតបដែលមិនគួរឲ្យចាប់អារម្មណ៍ពីមនុស្សនៅលើជញ្ជាំងទីក្រុងឡៃឆេងបានកំហឹងយ៉ាងខ្លាំងរហូតដល់បង្ហូរឈាមទូយ៉ាងណាគាត់ក៏បានដឹងថាអ្នកដែលមានឱកាសទាំងនេះមិនអាចទុកចិត្តបានទេយ៉ាងឆាប់រហ័សគាត់បាននិយាយដោយសោកស្ដាយកំណត់រាងកាយសង្ឃឹមព្រះថ្ងៃនេះខ្ញុំនឹងឲ្យស្នាមខ្ចៅនេះសុំស្លាប់មេធីវីឡៃហេតុអ្វីបានជាយើងមិនត្រឡប់មកវិញជាមុនទេមានអ្វីមួយចម្លែកអំពីក្មេងនេះហើយសមត្ថភាពប្រយុទ្ធរបស់គាត់ក៏ខ្លាំងណាស់យើងនឹងទៅកាន់ទីក្រុងយ៉េងដែលមានមេធាវីធំនិងយើងនឹងស្នើសុំជំនួយពីគាត់បន្ទាប់មកវានឹងងាយស្រួលសម្រាប់យើងក្នុងការសម្លាប់ក្មេងនេះមនុស្សម្នាក់ពីអាណាចក្រសង្ឃឹមព្រះបាននិយាយនោះគឺដោយសារតែសមត្ថភាពប្រយុទ្ធរបស់លិនដងបានបង្កអារម្មណ៍ឈឺចាប់នៅលើស្បែករបស់ពួកគេខ្ញុំបញ្ជាក់ម្ដងទៀតកំណត់រាងកាយសង្ឃឹមព្រះមានអ្នកជំនាញជាច្រើនបូកសរុប8នាក់នៅទីនេះប្រសិនបើយើងមិនអាចដោះស្រាយស្នាមខ្ចៅដូចនេះបានតែយើងនឹងប្រឈមមុខនឹងមេធាវីធំយ៉ាងដូចម្ដេចឡៃឆេងបាននិយាយដោយមានសម្លេងអាក្រក់ខណៈដែលសម្លេងរបស់គាត់ពោពេញដោយគំនិតសម្លាប់ដែលឈឺចាប់បាទពេលពួកគេបានស្ដាប់ពីអាក្រក់របស់ឡៃឆេងអ្នកមានអំណាចនៃអាណាចក្រសង្ឃឹមព្រះបានឈឺចាប់ដោយក្តីភ័យផងដែរពួកគេបានចាប់ដៃរឹងនឹងចលនារូបរាងរបស់ពួកគេមុននឹងចុះនៅក្នុងទីតាំងរបស់ពួកគេជាមួយឡៃឆេងនៅកណ្ដាលនៃការបង្កើតរបស់ពួកគេដូច្នេះការបង្កើតដែលមិនអាចយល់បានចាប់ផ្ដើមបង្កើតឡើងឡៃឆេងអាណាចក្រសង្ឃឹមព្រះគ្មានអារម្មណ៍អៀនទេម៉ូលេងនិងអ្នកផ្សេងទៀតបានច្រៀងដោយក្តីក្រឡាប់ខ្លួនខណៈដែលមុខរបស់ពួកគេដែលមុននេះមានអារម្មណ៍រីករាយបានបាត់បង់ទៅក្រោយពេលបានឃើញឈុតនេះ
អ្នកឈ្នះត្រូវបានពិពណ៌នាថាជាអ្នកឈ្នះខណៈដែលអ្នកបរាជ័យត្រូវបានចោទប្រកាន់មានតែអ្នកអូសអាងដែលយកចិត្តទុកដាក់អំពីសីលធម៌នៃយុទ្ធសាស្ត្រដែលបានប្រើលេខេងបានសើចយ៉ាងអាក្រក់ខណៈដែលគាត់បានមើលលេនដងដែលនៅក្នុងខ្យល់កំណត់ការបង្កើតសូពេលលេខេងបានច្រៀងបញ្ជារបស់គាត់ពន្លឺខ្លាំងបានបង្ហូរពីរាងកាយរបស់អ្នកមានអំណាច7អ្នកផ្សេងទៀតនៅដំណាក់កាល manifestation ពន្លឺដែលបានបញ្ចេញពីអ្នកមានអំណាចនីមួយបានចាប់ផ្ដើមពង្រីកនិងភ្ជាប់គ្នាធាតុអំណាចយួនដែលគ្មានកំណត់និងមានអំណាចបានបង្កើតឡើងនិងចាប់ផ្ដើមរំញោចកម្រិតនៃរំញោចថាមពលនេះមិនអាចបន្ថែមឡើងបានទៀតទេពេលមកវិញនិងអ្នកផ្សេងទៀតបានស្គាល់រំញោចថាមពលមុខរបស់ពួកគេបានផ្លាស់ប្ដូរយ៉ាងខ្លាំងតែអ្នកណាអាចនៅក្រោមដំណាក់កាល Nirvana ទទួលបានការបង្កើតខ្លាំងដែលមានអ្នកមានអំណាច manifestation ជាងនឹងអ្នកមានអំណាច manifestation 7នាក់បងលេនដងយើងចាក់ចេញពីកន្លែងនេះម៉ូលេងនិងអ្នកផ្សេងទៀតបានមើលគ្នាហើយបន្ទាប់មកបានច្រៀងទៅទីដោយលេនដងនៅក្នុងស្ថានភាពបច្ចុប្បន្ននេះវាមិនអាចធ្វើបានទៀតក្នុងការរស់នៅក្នុងកន្លែងនេះអ្នកចង់ចាក់ចេញមិនងាយទេលេខេងបានសើចយ៉ាងអាក្រក់ខណៈដែលស្នាមឈាមនៅលើមុខរបស់គាត់ធ្វើឲ្យគាត់មើលទៅដូចជាអារក្សបន្ទាប់មកខណៈដែលគាត់បានផ្លាស់ប្ដូរម៉ូដដៃទាំងមូលមេឃបានលូតលាស់ជាមួយពន្លឺក្នុងរយៈពេលប្រមាណវិនាទីមេឃបានក្លាយជាផ្ទាំងពន្លឺធំមួយដែលបិទទាំងស្ថាននិងដីហើយបិទផ្លូវចាក់ចេញរបស់លេនដងផងដែរការបង្កើតសង្ឃឹមព្រះសម្អាតមេឃនិងដីពន្លឺបានរួមបញ្ចូលគ្នានៅក្នុងមេឃហើយចុងក្រោយបានក្លាយជាភ្លើងពន្លឺសុគតធំមួយក្នុងភ្លើងពន្លឺនេះមានរំញោចថាមពលដែលគួរឲ្យភ័យវាដូចជាអ្វីទាំងអស់នៅក្នុងពិភពលោកកំពុងតែត្រូវបានសម្អាតលេនដងវានៅពេលមុនពេកសម្រាប់ការកោតសរសើរឥឡូវនេះត្រៀមខ្លួនសម្រាប់ការស្លាប់លេខេងបានផ្ដល់មើលឆ្កួតឆ្កាំងទៅកាន់លេនដងហើយបន្ទាប់មកបានសើចយ៉ាងឆាប់រហ័សទៅមុខមេឃបន្ទាប់មកជាមួយនឹងការបង្វិលដៃរបស់គាត់បុកសញ្ញាដ៏សុគតដែលមានអំណាចយួនរបស់បុរស8នាក់បានបាញ់ចេញភ្លាមជាមួយនឹងកម្លាំងដែលមិនអាចទប់ស្កាត់បានបុកសញ្ញាដ៏បំផ្លាញបានចូលទៅក្នុងខ្យល់ហើយបានបាញ់ទៅកាន់លេនដងនៅពេលលេនដងមើលឃើញនេះភ្នែករបស់គាត់បានភ្លឺឡើងទោះបីជាគាត់បានប្រឈមមុខនឹងការវាយប្រហារទ្រង់ទ្រីដែលមានអំណាចពីបុរស8នាក់គាត់មិនបានបង្ហាញសញ្ញានៃការចាក់ចេញឡើយផ្ទុយទៅវិញក្រោមការមើលរបស់មនុស្សជាច្រើនគាត់បានឈរលើជំហានមួយមុខទៅមុខហើយបានអូសសូទៅមុខមេឃដោយសំឡេងត្រជាក់ព្រោះអ្នកនៅតែមានសង្ឃឹមខ្ញុំនឹងបំផ្លាញវាឲ្យស្អាតនៅពេលគាត់បញ្ចប់ប្រយោគរបស់គាត់អំណាចបរិភោគដ៏ខ្លាំងបានបង្ហូរពីរាងកាយរបស់លេនដងអំណាច UN រវាងមេឃនិងដីបានប្រមូលផ្ដុំក្នុងរាងកាយរបស់គាត់ដោយល្បឿនអស្ចារ្យនៅពេលអំណាច UN ប្រមូលផ្ដុំក្នុងរាងកាយរបស់គាត់លេនដងបានលើកកម្រាមដៃរបស់គាត់ហើយបង្ហាញទៅមុខមេឃនៅពេលលេនដងបង្ហាញកម្រាមដៃសញ្ញាឈាមមួយបានកើតឡើងនៅកម្រាមដៃរបស់គាត់មុននឹងមានទឹកឈាមចាប់ផ្ដើមធ្លាក់ចុះកម្រាមដៃសមុទ្រធំចលនាកម្រាមដៃទី5បង្ហាញពិភពលោកនៅពេលសំឡេងបុរាណដែលមិនអាចអស់បានសូរឡើងក្នុងមេឃខៀវបានបែកបាក់ហើយពិភពលោកបានចលនាឡើងទាំងអស់នៃអំណាចយួននៅក្នុងដែននេះបានរំខានខណៈពេលដែលស្ទ្រីមនៃអំណាចយួនដ៏ខ្លាំងបានប្រមូលផ្ដុំជាប់លើក្បាលរបស់លីនដុងដោយសារល្បឿនរំខានដ៏គួរឲ្យភ្ញាក់ផ្អើលនេះទោះបីជាស្ថានភាពមេឃក៏បានចាប់ផ្ដើមរំខានផងដែរការវាយប្រហារដ៏ខ្លាំងនេះបានធ្វើឲ្យមនុស្សគ្រប់គ្នាអស់សំណើចវាជារឿងពិបាកណាស់សម្រាប់ពួកគេក្នុងការស្រមៃថាលីនដុងអាចប្រើសមត្ថភាពដំណើរការលើកដំបូងដើម្បីអនុវត្តការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានយ៉ាងដូចម្តេចបងលីនដុងបានចេញដៃបង្ហាញជំរឿខណៈពេលដែលឈាមថ្មីបានរំលាយចុះពីចំណុចដៃរបស់គេដោយផ្អែកលើការមើលនេះវាហាក់ដូចជាអ្នកលីនដុងក៏មិនអាចទ្រាំទ្រានឹងអំណាចនៃដៃនេះបានទេនៅពេលឈាមថ្មីបានរំលាយចុះទីកន្លែងខាងលើក្បាលរបស់លីនដុងបានខកខានយ៉ាងចាប់ផ្ដើមយ៉ាងឆាប់រហ័សដៃធំមួយបានបំបែកខ្យល់យ៉ាងយឺតនៅពេលដៃធំមួយនេះបានបង្ហាញខ្លួនអារម្មណ៍នៃអាយុបុរាណនិងការប្រែប្រួលបានបញ្ចេញទៅទូទាំងដែនភ្នែកជាច្រើនបានមើលទៅដោយការភ្ញាក់ផ្អើលទៅកាន់ដៃធំដែលកំពុងបំបែកខ្យល់ប្រៀបធៀបនឹងដៃ4ដៃមុននេះដៃនេះហាក់ដូចជាបានកែលម្អបន្ថែមនៅពេលនេះមិនមានស្នាមនៃរំលោភអំណាចយួនដែលរំញោចនៅលើផ្ទៃរបស់វាទេដៃធំនេះមានរូបរាងដូចជាដៃរស់អារម្មណ៍គឺដូចជាវាមិនត្រូវបានបង្កើតពីអំណាចយួនទេប៉ុន្តែជាដៃពិតដែលមកពីអតីតកាលដៃធំមួយនេះមានទំហំប្រហែល100ម៉ែត្រហើយវាត្រូវបានគេពិចារណាថាជាធំសម្រាប់មនុស្សធម្មតាជាច្រើនទោះយ៉ាងណាដោយគ្មានហេតុផលណាមួយនៅពេលដៃធំមួយនេះបានបង្ហាញខ្លួនមនុស្សគ្រប់គ្នាអារម្មណ៍ថាមានអ្វីមួយខ្វះនៅក្នុងចិត្តរបស់ពួកគេបន្ទាប់ពីពួកគេបានច្របូកច្របល់និងគិតមួយភ្លែតពួកគេបានយល់ថាដៃធំមួយនេះមិនពេញលេញទេនៅពេលនេះប្រសិនបើនិយាយយ៉ាងត្រឹមត្រូវវាគ្រាន់តែជាដៃមួយកន្លះប៉ុណ្ណោះវាជាដៃមួយកន្លះដែលមកពីអតីតកាលឥឡូវនេះទោះបីវាគ្រាន់តែជាដៃមួយកន្លះប៉ុន្តែពេលវាបង្ហាញខ្លួនមេឃទាំងមូលហាក់ដូចជាកំពុងរំខានវាហាក់ដូចជាអារម្មណ៍របស់វាបានលើកលែងអំណាចពន្លឺបរិសុទ្ធដ៏ធំដែលបានកំណត់ដោយលីសេងនិងអ្នកដទៃខ្ញុំមិនមានអារម្មណ៍ស្អប់អ្នកទេប្រសិនបើអ្នកមិនបានរំខានខ្ញុំនឹងមិនរំខានអ្នកទេប៉ុន្តែប្រសិនបើមាននរណាម្នាក់រំខានខ្ញុំនឹងធ្វើឲ្យអ្នកបង់ប្រាក់100ដងវិញលីនដុងបានមើលទៅលីសេងនិងអ្នកដទៃដែលមុខរបស់ពួកគេក៏បានផ្លាស់ប្ដូរផងដែរបន្ទាប់មកការអូសសូរ៉ូរបស់គេបានបញ្ចេញទៅទូទាំងដែនដូចជាអ៊ុយថបងនៅពេលលីនដុងនិយាយពាក្យចុងក្រោយគេបានឈឺចាប់យ៉ាងខ្លាំងនិងបង្ហាញដៃរបស់គេចុះយ៉ាងឆាប់រហ័សស្បែកនៅលើចំណុចដៃរបស់គេបានខូចខាតខណៈពេលឈាមថ្មីបានបង្ហូរចេញទោះបីជាយ៉ាងណានៅពេលដៃមួយកន្លះដែលមកពីដីបុរាណបានចុះមកយ៉ាងឆាប់រហ័សប៉ាងប៉ាងប៉ាងនៅពេលដៃមួយកន្លះនេះបានចុះទីកន្លែងខាងក្រោមហាក់ដូចជាបានបំបែកយ៉ាងឆាប់រហ័សស្នាមខ្លាំងបានពង្រីកចេញយ៉ាងឆាប់រហ័សអារម្មណ៍របស់វាហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើលណាស់
ក្នុងនោះដៃធំមួយកន្លះនេះបានហោះទៅកាន់ជួរពន្លឺបរិសុទ្ធដ៏ខ្លាំងការវាយប្រហារពន្លឺបរិសុទ្ធនេះពោពេញដោយកម្លាំងពេញលេញរបស់លីសេងនិងអ្នកដទៃទៀតហើយមិនមាននរណាដែលនៅក្រោមដំណាក់កាលនៃការប្រកួតអាចប្រឆាំងនឹងវាបានទេប៉ុន្តែគ្រាន់តែព្រោះមិនមាននរណាម្នាក់មិនមានន័យថាមាននរណាម្នាក់មនុស្សគ្រប់គ្នាដែលនៅជិតជញ្ជាំងក្រុងបានមើលទៅដោយការតានតឹងខណៈពេលពួកគេបានទាញយកអាកាសជាដំណក់ជ្រាបចុងក្រោយការវាយប្រហារដ៏បំផ្លាញពីរបានប៉ះគ្នាដូចជាអគ្គីភ័យពីរដងនៅពេលដែលវាប៉ះគ្នាពិភពលោកទាំងមូលហាក់ដូចជាកំពុងរំខានខណៈពេលពន្លឺដ៏ភ្លឺចែងបានបង្ហាញខ្លួនហើយបានភ្លឺឡើងទាំងតំបន់ក្នុងរយៈពេល1ម៉ាយមនុស្សគ្រប់គ្នាកំពុងទ្រាំទ្រានឹងពន្លឺដែលភ្លឺចេញពីភ្នែករបស់ពួកគេខណៈពេលពួកគេបានមើលទៅកាន់ចំណុចដែលមានការប៉ះគ្នាទោះយ៉ាងណាការប្រកួតប្រជែងដែលពួកគេរំពឹងទុកមិនបានកើតឡើងទេផ្ទុយទៅវិញពួកគេបានមើលឃើញថាមានអំណាចបំផ្លាញដែលមិនអាចឈប់ឈរនៅមុខដៃដូចព្រះដែលមកពីដីបុរាណនេះទោះបីជាការវាយប្រហាររួមគ្នារបស់លីសេងនិងអ្នកដទៃក៏មិនអាចគំរាមកំហែងដៃមួយកន្លះនេះបានទេប៉ាងការប៉ះគ្នានេះបានបន្តរយៈពេលតិចតួចមុននឹងជួរពន្លឺបរិសុទ្ធដ៏ខ្លាំងនេះបានចាប់ផ្ដើមបំបែកខណៈពេលមនុស្សគ្រប់គ្នាបានមើលទៅដោយការភ្ញាក់ផ្អើលនៅពេលពួកគេបានមើលឃើញស្នាមខ្លះកើតឡើងភាពភ័យខ្លាចបានចេញមកក្នុងមុខរបស់លីសេងនិងអ្នកដទៃពួកគេមិនដែលរំពឹងថានោះទេថានៅពេលដែលបានរួមគ្នានៅកម្លាំងរបស់អ្នកអនុវត្តដំណើរការលើកដំបូង6នាក់និងមានអ្នកអនុវត្តដំណើរការលើកដំបូងកម្ពុជាម្នាក់បញ្ចេញការវាយប្រហារវានឹងត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សដោយលីនដុងឥឡូវនេះលីសេងបានយល់ថាកសិករដែលគេបានហៅថាជាមនុស្សពីអាណាចក្រតូចមួយនេះគឺជាអ្នកមានអំណាចដ៏គួរឲ្យភ្ញាក់ផ្អើលនេះទោះយ៉ាងណាឥឡូវនេះវាបានយឺតពេកហើយបូមជួរពន្លឺបរិសុទ្ធដ៏ធំមិនអាចទ្រាំទ្រានឹងល្បឿនរំខានដ៏គួរឲ្យភ្ញាក់ផ្អើលដែលមាននៅក្នុងដៃមួយកន្លះនេះបានទេខណៈពេលវាបានបំបែកចេញមុខភ្នែករបស់មនុស្សគ្រប់គ្នាអាតកំបាំងមួយនៃអាតកំបាំងបានបង្ហូរចេញមកខ្យល់ព្យុះបានរំខានក្នុងដែននេះមេដប់និងកម្រាលបានហោះហើរទៅគ្រប់ទីកន្លែងហើយទាំងជញ្ជាំងទីក្រុងដ៏រឹងមាំនោះក៏ត្រូវបានរំខានដោយការប៉ះទង្គិចនេះមនុស្សគ្រប់គ្នាដែលឈរលើជញ្ជាំងទីក្រុងបានបង្កើតអំណាចយួនរបស់ពួកគេយ៉ាងឆាប់រហ័សខណៈពេលពួកគេព្យាយាមធ្វើឲ្យរាងកាយរបស់ពួកគេមានស្ថិរភាពបាសចេះព្យុះធម្មពលនោះបានហោះហើរចេញខណៈពេលលីសេងនិងអ្នកដទៃដែលឈរមុខបានបដូរពណ៌មុខភ្លាមមុននឹងពួកគេអូសឈាមក្រហមចេញពីមាត់អារម្មណ៍របស់ពួកគេដូចជាបានធ្លាក់ចុះទៅកម្រិតទាបបំផុតកុំធ្វើវាពួកយើងជាសមាជិកនៃអាណាចក្រពន្លឺបរិសុទ្ធប្រសិនបើអ្នកសម្លាប់ពួកយើងវានឹងនាំឲ្យមានបញ្ហាធ្ងន់ធ្ងរនៅអនាគតមេធំរបស់យើងនៅទីក្រុងយាងហើយគាត់មានអំណាចខ្លាំងជាងមេលីគាត់ជាសត្រូវដែលអ្នកមិនអាចឈ្នះបាននៅពេលនេះអ្នកអនុវត្តដ៏មានអំណាចនៃអាណាចក្រពន្លឺបរិសុទ្ធបានច្រៀងឡើងដោយភ័យខ្លាចក្រោមការគំរាមនៃមរណភាពពេលនេះពេលវេលាបានយឺតពេកហើយលីនដុងមិនបានចលនាដោយពាក្យរបស់ពួកគេបន្ទាប់ពីគាត់បានបង្កើតដំរាមដៃទី5នេះគាត់មិនប្រកាសថាគាត់អាចហៅវាឡើងវិញបានទេបន្ថែមពីនេះទោះបីគាត់អាចធ្វើដូច្នោះបានគាត់ក៏មិនចង់ធ្វើការបណ្ដុះបណ្ដាលទាំងនេះក្នុងរយៈពេលជាច្រើនឆ្នាំបានធ្វើឲ្យគាត់យល់ថាប្រសិនបើគាត់អនុញ្ញាតឲ្យអ្នកទាំងនោះរស់នៅពួកគេអាចបន្តបង្កការលំបាកសម្រាប់គាត់នៅអនាគតប្រសិនបើគាត់ចង់ដោះស្រាយបញ្ហានេះឲ្យបានពេញលេញគាត់ត្រូវតែមានចិត្តក្រអូបនិងអាក្រក់មនុស្សដែលមានចិត្តស្រឡាញ់មិនអាចរស់នៅក្នុងសង្គ្រាមបុរាណនេះបានទេប្រសិនបើអ្នកចង់បណ្ដឹងអ្នកណាម្នាក់សូមបណ្ដឹងការដែលអ្នកបានតាមដានមេលីដែលគ្មានប្រយោជន៍នៅពេលម្រាមដៃធំមួយដែលពោពេញដោយថាមពលបំផ្លាញបានធ្លាក់ចុះយ៉ាងសំខាន់ដីទាំងមូលដូចជាបានរំលាយនៅពេលពួកគេបានឃើញថាលីនដុងមិនមានគំនិតនិងអនុញ្ញាតឲ្យពួកគេរស់នៅលីសេងនិងអ្នកដទៃបានផ្លាស់ប្ដូរពណ៌មុខយ៉ាងខ្លាំងពួកគេបានបង្កើតអំណាចយួននៅក្នុងរាងកាយរបស់ពួកគេនិងបង្កើតស្នូលភ្លឺការបញ្ឈប់រថយន្តដោយដៃមេដប់នៅពេលគាត់បានឃើញស្ថានភាពនេះលីនដុងបានសាយបន្ទាប់ពីម្រាមដៃធំបានធ្លាក់ចុះស្នូលភ្លឺនោះដូចជាមិនមានឥទ្ធិពលណាមួយទេពីព្រោះវាបានបំបែកចេញខណៈពេលនេះថាមពលដ៏គួរឲ្យភ្ញាក់ផ្អើលដែលមាននៅក្នុងម្រាមដៃធំបានធ្លាក់ចុះទៅលើលីសេងនិងអ្នកដទៃប៉ះដោយសារថាមពលដ៏គួរឲ្យភ្ញាក់ផ្អើលនោះអ្នកអនុវត្តដំណើរការបង្ហាញមុខ2នាក់បានបែកចេញទៅជាអំណោយឈាមលីនដុងអ្នកនឹងត្រូវសោកស្ដាយចំពោះវាតើអ្នកអាចធ្វើអ្វីបានដើម្បីសម្លាប់សមាជិកពីអាណាចក្រពន្លឺបរិសុទ្ធនៅអនាគតលទ្ធផលរបស់អ្នកនឹងអាក្រក់ជាងឆ្កែឈាមក្រហមបានហូរចេញពីនាងរបស់លីសេងខណៈពេលគាត់បានហៅយ៉ាងខឹងមេធំមិននឹងអនុញ្ញាតឲ្យអ្នករត់គេចបឹមនៅពេលដែលការហៅខឹងរបស់លីសេងបានធ្លាក់ចុះរាងកាយទាំងមូលរបស់គាត់មិនអាចទ្រាំទ្រានឹងថាមពលដ៏គួរឲ្យភ្ញាក់ផ្អើលនោះបានទេដូច្នេះវាបានបំផ្លាញជាមួយសម្លេងធំដីទាំងមូលដូចជាបានស្ងាត់ភ្លាមមនុស្សគ្រប់គ្នាបានមើលទៅកាន់អ្នកអនុវត្តដ៏មានអំណាចនៃអាណាចក្រពន្លឺបរិសុទ្ធដែលបានបែកចេញទៅជាអំណោយឈាមមុននឹងពួកគេចាប់ផ្ដើមរំខានដោយគ្មានការគ្រប់គ្រងដោយមួយម្រាមដៃតែប៉ុណ្ណោះអ្នកអនុវត្តដំណើរការបង្ហាញមុខកម្ពុជាម្នាក់និងអ្នកអនុវត្តដំណើរការបង្ហាញមុខ2នាក់បានបែកចេញរហូតដល់សពមិននៅសល់អារម្មណ៍របស់ពួកគេពោពេញដោយការគោរពនិងភ័យខ្លាចខណៈពេលពួកគេបានមើលទៅកាន់រូបភាពដែលហោះហើរនៅក្នុងអាកាសសកម្មភាពរបស់គាត់បានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបានយល់ថាបុរសនៅមុខពួកគេមិនមែនជាបុរសដែលមានចិត្តស្រឡាញ់ទេប្រសិនបើអ្នកបំពេញគាត់មិនថាអ្នកមានប្រវត្តិសាស្ត្រអ្វីគាត់នឹងមិនបង្ហាញការអត់អូសឡើយមូលីងនិងអ្នកដទៃបានមើលទៅកាន់ស្នាមដែលបានបង្កើតនៅលើដីខណៈពួកគេមិនអាចមិនបង្ហូរទឹកមាត់បានបន្ទាប់ពីគ្រប់អ្នកអនុវត្តដ៏មានអំណាចនៃអាណាចក្រពន្លឺបរិសុទ្ធបានបែកចេញទៅជាអំណោយឈាមនៅមុខភ្នែករបស់ពួកគេ
នៅលើជញ្ជាំងទីក្រុងនៅពេលលីនឡង់ទីយ៉ានបានឃើញទស្សនវិជ្ជានេះអារម្មណ៍របស់គាត់បានផ្លាស់ប្ដូរទៅជាអារម្មណ៍ដ៏តឹងតែងគាត់បានដឹងថាទោះបីជាគាត់ក៏ដោយប្រសិនបើគាត់ប្រឈមមុខនឹងម្រាមដៃទី5របស់លីនដុងទោះបីគាត់មានជំនួយពីអរិយយន្តមហាអំណាចនៅក្នុងរាងកាយរបស់គាត់ក៏នឹងត្រូវរងការយ៉ាងធ្ងន់ធ្ងរឥឡូវនេះសមត្ថភាពសង្គ្រាមរបស់លីនដុងបានលើសគាត់យ៉ាងពេញលេញនៅពេលគាត់គិតពីចំណុចនេះចិត្តសម្លាប់នៅក្នុងចិត្តរបស់លីនឡង់ទីយ៉ានបានកើនឡើងបច្ចុប្បន្ននេះបន្ទាប់ពីសង្គ្រាមដ៏ធំមួយលីនដុងបានអស់កម្លាំងហើយវាជាពេលវេលាល្អបំផុតសម្រាប់គាត់ដើម្បីធ្វើចលនាឡើងនៅពេលដែលចិត្តសម្លាប់បានហូរនៅក្នុងចិត្តរបស់លីនឡង់ទីយ៉ាននៅក្នុងអាកាសលីនដុងដែលមានពណ៌មុខស្រាលបានរំខានដៃរបស់គាត់មុននឹងមានកម្លាំងទាញចេញមកភ្លាមកាបូបឆានគុណ9បានហោះហើរទៅកាន់គាត់ពីព្រោះអ្នកទាំងនេះមកពីអាណាចក្រពន្លឺបរិសុទ្ធពួកគេត្រូវមានទ្រព្យសម្បត្តិគួរឲ្យកត់សម្គាល់ដូច្នេះលីនដុងធម្មតានឹងរក្សាទ្រព្យទាំងនេះជាអំណោយសង្គ្រាមរបស់គាត់បន្ទាប់ពីគាត់បានចាប់យកកាបូបឆានគុណទាំងអស់ការយកចិត្តទុកដាក់របស់លីនដុងបានផ្លាស់ប្ដូរទៅកាន់ជញ្ជាំងទីក្រុងនៅពេលពួកគេបានឃើញគាត់បង្វិលមកមើលពួកគេប្រជាជននៅលើជញ្ជាំងទីក្រុងបានត្រឡប់ក្រោយភ្លាមដោយដែលមិនមាននរណាដែលចង់ត្រូវបានគាត់គោលដៅនៅពេលដែលប្រជាជនបានត្រឡប់ក្រោយមនុស្សម្នាក់បានឈរមិនចលនាទេទោះបីជាពណ៌មុខរបស់គាត់តឹងតែងការសម្លាប់ដ៏មានសុពលភាពបានហូរនៅក្នុងភ្នែករបស់គាត់លីនឡង់ទីយ៉ានមិនចាំបាច់ត្រូវកាន់កាប់ទេទោះបីជាអ្នកមិនធ្វើចលនាឡើងនៅយប់នេះខ្ញុំក៏មិនអាចឲ្យអ្នករត់ចេញបានទេនៅពេលដែលគាត់បានមើលទៅកាន់រូបភាពនោះចិត្តសម្លាប់ដូចគ្នាបានហូរនៅក្នុងភ្នែករបស់លីនដុងសម្រាប់បុរសដែលមានគំនិតឆ្លាតវៃនេះគាត់ស្អប់លីនឡង់ទីយ៉ានច្រើនជាងអ្នកអនុវត្តនៃអាណាចក្រពន្លឺសុទ្ធដោយគ្មានការព្រួយបារម្ភនៅយប់នេះគាត់ត្រូវតែបំបត្តិឲ្យបានចេញពីកន្ទុយក្នុងចិត្តរបស់គាត់ដំណើរផ្សងព្រេងរបស់លីនដុងក្នុងវគ្គនេះបានឈានមកដល់ទីបញ្ចប់ហើយប៉ុន្តែអំណាចនៃមហាអាណាចក្រនិងអាថ៌កំបាំងនៃនិមិត្តរូបបុរាណនៅមិនទាន់ត្រូវបានលាតត្រដាងអស់នៅឡើយទេសូមអរគុណមិត្តអ្នកស្ដាប់ទាំងអស់សម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនចូលចិត្តកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានការនិទានរឿងនៅភាគបន្តទៀតជួបគ្នាម្ដងទៀតនៅវគ្គក្រោយក្នុងពិភពក្បាច់គុណដ៏អស្ចារ្យនេះ